ស្នែងសមុទ្រនេះជាវត្ថុបន្សល់ទុកពីលោកតាកូនឲ្យនេះជាវត្ថុដែរពុកបរិហគោលូរបស់យើងបានមកដោយចៃដន្យពីវិហារបាត់សមុទ្រជ្រៅអ្នកកាន់វាអាចយកឃើញយ៉ាងត្រឹមត្រូវរបស់ដែលខ្លួនប្រាថ្នាតំបន់សមុទ្រដែលមានសុវត្ថិភាពចាំទុកត្រូវប្រើវាឲ្យបានល្អហើយកុំយកទៅធ្វើរឿងអាក្រក់ដាច់ខាតវាអាចដឹងច្បាស់អ្វីដែលខ្ញុំគិតបានហើយដឹងថាតំបន់ណាមានអាហារសមុទ្រច្រើនអស្ចារ្យណាស់ខ្ញុំចាប់ត្រីជាមួយពូលីថ្ងៃនេះចែកប្រាក់ចំណេញចុងឆ្នាំខ្ញុំនឹងប្រាប់ដំណឹងល្អនេះដល់ជាជានិងពូលីពួកគេប្រកាសជានឹងមើលខ្ញុំខុសពីមុនពូលីមីងខ្ញុំមកហើយចៃដន្យខ្ញុំក៏មានរឿងចង់ប្រាប់អ្នកដែរដល់ចុងឆ្នាំហើយមួយឆ្នាំនេះឯងចេញសមុទ្រចាប់ត្រីក៏លំបាកដែរនេះជាចំណែករបស់ឯងត្រីបង្គា10គីឡូមុំញ៉ាំបានពី3ថ្ងៃពូលីយើងបានសន្យាគ្នាថាខ្ញុំចេញបច្ចេកទេសនិងកម្លាំងលោកចេញទុកប្រាក់ចំណេញចែកកន្លះមួយឆ្នាំនេះខ្ញុំប្រធ្វើជីវិតចេញសមុទ្ររាល់ថ្ងៃរកបានច្រើនប៉ុណ្ណានិយាយស្អីហ្នឹងលូហៃសេងឯងសុបិនឬបើមិនមែនឯងជាសង្សាររបស់ជាខ្ញុំក៏មិនឲ្យឯងធ្វើការដែរឯងសុំមកទាចែកប្រាក់ដែរទោះរកបានប៉ុន្មានក៏មិនពាក់ព័ន្ធនឹងឯងទេទោះជារបស់ផ្ទះយើងទីផ្សារក៏យើងរកឯងគ្រាន់តែប្រើកម្លាំងថោកហ៊ានមកទាចែកប្រាក់ទៀតមិនបានជាអ្នកគ្មានសច្ចៈបែបនេះខ្ញុំខំមួយឆ្នាំពេញមិនមែនដើម្បីត្រីបង្គា10គីឡូនេះទេអត់បានការសូម្បីតែត្រីបង្គាខូច10គីឡូក៏មិនសមបានដែររឹតតែមិនសមនឹងឈានទៀតនៅហ៊ានមកទាប្រាក់ចំណេញទៀតបើដឹងខ្លួនចេញទៅព្រាមកុំមកអាម៉ាស់នៅទីនេះរឿងខ្ញុំនិងពូលីមិនពាក់ព័ន្ធនឹងនាងទេកុំមកលូកដៃលូហៃសេងឈប់បានហើយឪពុកម្ដាយខ្ញុំនិយាយត្រូវអ្នកគ្រាន់តែប្រើកម្លាំងមានសិទ្ធិអីមកទាចែកប្រាក់លោកខ្លួនគ្មានដែនកំណត់ឈានមិននាងនិយាយបែបនេះខ្ញុំជាសង្សារនាងណាលូហៃសេងក្រៅពីប្រើតែកម្លាំងអ្នកចេះធ្វើអ្វីទៀតប្រៀបនឹងបងវ៉ាងលីនអ្នកមិនសមសម្បត្តិតែជួយស្បែកជើងគាត់ខ្ញុំពិតជាស្ដាយតែមានសង្សារដូចអ្នកឈានមនុស្សហិតបានការបែបនេះគួរតែបែកតាំងពីយូរនៅជាមួយវាមានតែឲ្យនាងលំបាកប៉ុណ្ណោះអ្នកទាំងអស់គ្នាហួសហេតុពេកខ្ញុំមិនដែលធ្វើខុសនឹងគ្រួសារលីទេលូហៃសេងបិទមាត់ចង់បំផ្លាញកិច្ចសហការជាមួយប៉ាកលីនទៅជួបចូលសំណាញ់នឹងថែទាំទុកឲ្យខ្ញុំវិញបើនៅតែញញៃទៀតខ្ញុំនឹងបែកពីអ្នកនាងចង់បែកពីខ្ញុំមែនគឺខ្ញុំបែកពីអ្នកមនុស្សឥតបានការដូចអ្នកមិនសមធ្វើសង្សារខ្ញុំទេចេញទៅហាលូហៃសេងយាហើយឬឈានលេងត្រូវការអ្នកហើយដឹងខ្លួនហើយក៏ចេញទៅរក្សាសង្សារស្អាតមិនបានអាម៉ាស់ណាស់ឈានយើងនៅជាមួយគ្នាអស់ប៉ុន្មានឆ្នាំហើយនាងពិតជាចង់បែកមែនឬដោយមានការវិនិយោគពីលោកក្រុមទូកនេសាទរបស់យើងប្រកាសជានឹងរីកចម្រើនកាន់តែខ្លាំងដល់ពេលនោះលោកក៏នឹងចំណេញកាន់តែច្រើនដែរប្រញាប់អីខ្ញុំត្រូវសាកល្បងសមត្ថភាពរបស់អ្នកទៀតសិនតែបើអ្នកទាំងអស់គ្នាសហការជាមួយខ្ញុំឲ្យបានល្អរឿងវិនិយោគគឺងាយស្រួលបងលីនសូមពិសាទឹកពួកយើងប្រកាសជាសហការល្អជាមួយលោកឲ្យយើងធ្វើអ្វីយើងនឹងធ្វើទាំងអស់បងប្រុសបងត្រឡប់មកហើយមើលនេះលិខិតជូនដំណឹងចូលរៀនរបស់ស៊ីវយូបងខ្ញុំបានចប់សាលាមួយក្នុងចំណាត់ថ្នាក់កម្ពុជាទាំង10របស់ពិភពលោកមែនទេឲ្យបងមើលបន្តិចបងជាមួយលិខិតនេះក៏មានរបស់នេះដែរបញ្ជីថ្លៃសិក្សា300,000 យ៉នច្រើនម្ល៉េះបងមានរឿងអ្វីស៊ីវយូបងសប្បាយចិត្តបងពិតជាសប្បាយចិត្តណាស់តែស៊ីវយូបងមានអីបងគ្មានសមត្ថភាពស៊ីវយូបងសុំទោសប្រាក់ចំណេញដែលគេសន្យាត្រូវគេបដិសេធមិនឲ្យពួកគេឲ្យបងត្រឹមបង្គាលួយ10ជីនហើយថែមទាំងបណ្ដេញបងចេញពីក្រុមទូកទៀតលីឈៀនក៏សុំបែកជាមួយបងដែរបងមិនអាចរកលុយថ្លៃសិក្សាឯងបានបងសុំទោសឯងបងខ្ញុំមិនបន្ទោសបងទេពួកគេហួសហេតុពេកហើយហេតុអ្វីបានជាពួកគេធ្វើបែបនេះចំពោះបងខ្ញុំមិនរៀនទៀតទេខ្ញុំនឹងទៅធ្វើការខ្ញុំអាចទៅលើកម្ហូបនៅភោជនីយដ្ឋានឬទៅធ្វើការរោងចក្រខ្ញុំអាចរកលុយចិញ្ចឹមខ្លួនឯងហើយជួយបងបានទៀតអត់បានទេស៊ីវយូដាច់ខាតមិនបាននេះជាក្តីសុបិនរបស់ឯងទោះបងលក់អស់ទ្រព្យក៏នឹងឲ្យឯងចូលសាកលវិទ្យាល័យដែរមិនអាចឲ្យអនាគតឯងខូចបានឡើយក្តីសុបិនអាចបំពេញពោះបានឬបងដើម្បីឲ្យខ្ញុំបានរៀនបងក្រុមការមើលងាយនៅផ្ទះតកូលីប៉ុន្មានហើយខ្ញុំដឹងទាំងអស់ខ្ញុំអ្នកភូមិនិយាយនៅផ្ទះតកូលីបងអន់ជាងឆ្កែទៀតរាល់ថ្ងៃចេញសមុទ្រតាំងពីភ្លឺលុយដែលរកបានត្រូវពួកគេកាត់យកទាំងអស់ខ្ញុំមិនទៅរៀននៅបរទេសទេរៀននៅក្នុងស្រុកក៏ដូចគ្នាថែមទាំងមានអាហារូបករណ៍ទៀតថ្ងៃស្អែកខ្ញុំនឹងទៅរោងចក្រអេឡិចត្រូនិកនៅស្រុកឬថាជួកម្មករមានបាយស្នាក់នៅហើយខែបាន3000បងខ្ញុំធំហើយដល់ពេលជួយគ្រួសារហើយឪពុកម្ដាយស្លាប់តាំងពីយើងនៅតូចទោះបងលោកកំណត់ដៃបុរាណរបស់ត្រកូលឬទៅជាលុយការប្រាក់ខ្ពស់ក៏បងនឹងរកថ្លៃសិក្សាឯងបានដែរជឿបងទៅខ្ញុំមិនមែនកូនក្មេងអាយុ3ឆ្នាំទេកុំបោកខ្ញុំផ្ទះយើងពិតជាគ្មានលុយហើយអ្នកណាថាគ្មានលុយ
ลิงลูត្រូវហើយនៅមានលីងលូបងមានវិធីហើយវិធីអីអញកុំខ្វល់យ៉ាងណាបងនឹងរកថ្លៃសិក្សាឲ្យគ្រប់បងកុំធ្វើរឿងល្ងងក្មេងល្ងងរឿងមនុស្សធំកុំចូលជ្រៀតជ្រែកទោះបងយកជីវិតទៅបដូរនៅសមុទ្រក៏មិនឲ្យអញដើរផ្លូវចាស់របស់បងដែរបងស្ដាប់បងទុកលិខិតចូលរៀនឲ្យល្អសាលានេះអញចូលរៀនជាក់ជាមិនខានក្នុងសម្បត្តិរបស់លោកតានិយាយថាលីងលូនេះអាចរកឃើញអ្វីគ្រប់យ៉ាងអាហារសមុទ្រដល់កំអអាហារសមុទ្រណាដែលមានតម្លៃបំផុតនៃណាខ្ញុំពិតជាអាចដឹងមែននៅទីហាគ្នេយ៍ចម្ងាយ200ម៉ាយល៍សមុទ្ររបស់នេះពិតជាពិសេសមែនខ្ញុំអាចពឹងលើលីងលូនេះចេញសមុទ្រចាប់អាហារសមុទ្រកំអដោយខ្លួនឯងទាំងរកថ្លៃសិក្សាឲ្យស៊ីវបានលោកគ្រឿងសង្ហារឹមចាស់និងម៉ាស៊ីនកសិកម្មចាស់ថោកនោះមិនមែនលូហៃសេងទេត្រូវត្រកូលលីបណ្ដឹងចេញឲ្យមកលូរបស់ចាស់ហើយឬហាខ្ញុំថាហើយគ្មានទុករបស់ត្រកូលលីអញមិនមែនជាអ្វីទាំងអស់នៅចង់ងើបឡើងវិញទៀតបងហៃសេងហេតុអ្វីមកលូរបស់ទាំងនេះតាឈូងគ្មានអីទេគ្រាន់តែចង់លូរបស់ខ្លះដើម្បីបានលុយបងហៃសេងតាពួកត្រកូលលីធ្វើបាបបងមែនទេខ្ញុំមកថាបងទៅពួកគេបណ្ដឹងចេញហើយថែមទាំងកាត់ប្រាក់ចំណេញទៀតចូលពេកហើយលីជាងកាងចាស់នោះគ្មានមុនសកាសោះបងហៃសេងបងប្រញាប់រកលុយធ្វើអ្វីខ្ញុំមិនលាក់អ្នកទេខ្ញុំក្រុងទិញទុកមួយចេញរកស៊ីដល់ខ្លួនឯងបងហៃសេងខ្ញុំដឹងហើយនេះជាប្រាក់ទាំងអស់ដែលខ្ញុំសន្សំបានប្រហែលឆ្នាំមកនេះហើយក៏ជាប្រាក់ដែលខ្ចីពីម៉ាក់ខ្ញុំដែរទោះមិនច្រើនក៏ដោយតែអាចជួយបងបានខ្លះដែរបងហៃសេងខ្ញុំនឹងទៅជាមួយបងមិនថាគ្រោះថ្នាក់ប៉ុណ្ណាខ្ញុំនឹងរួមដំណើរជាមួយបងរហូតតាឈូងអរគុណណាស់អរគុណអ្នកពេលខ្ញុំលំបាកបំផុតអ្នកនៅតែជួយខ្ញុំបងហៃសេងកុំនិយាយបែបនេះអីយើងជាបងប្អូនសុខរួមសុខទុករួមទុកទៅទិញទុកទោះជាទុកចាស់ក៏យើងអាចប្រើវាបង្កើតអនាគតបានអ្នកទាំងពីរប្រកាសជាទិញទុកនេះមែនទុកនេះចិត្តអស់អាយុប្រាស់ហើយខ្ញុំថាអ្នកគូគិតម្ដងទៀតមែនហើយបងហៃសេងទុកនេះសុទ្ធតែជាសំណល់ឯកចាយមើលទៅចាស់មែនតែម៉ាស៊ីនវាជាប្រភេទចាស់មួយវា0 3ជឿទុកចិត្តបានខ្លាំងណាស់ហើយកង់ស្លាប់ក៏មិនខូចដែរជួសជុលបន្តិចក៏ប្រើបានយកវាចុះថ្លៃប៉ុន្មានឃើញអ្នកទាំងពីរសម្រាប់ចិត្តលឿន7 000យន្តតម្លៃទឹកនេះជារបស់អ្នកហើយចំណែកជួសជុលបានឬអត់អាស្រ័យលើសមត្ថភាពអ្នកទាំងពីរ0 0នេះចាប់ពីថ្ងៃនេះទុកនេះជារបស់អ្នកហើយសំណាងល្អតែឈូងចាប់ពីថ្ងៃនេះទុកនេះជារបស់យើងសង្ឃឹមថាយើងខិតខំជាមួយគ្នាហើយនឹងជោគជ័យជាមិនខានបាទបងហៃសេងខ្ញុំសាប់បងយើងជួសជុលទុកជាមួយគ្នាហើយចេញសមុទ្រចែវជាមួយគ្នាបងហៃសេងរននៅបាត់ទុកច្រើនពេកហើយបិទវាម្ដងមួយបិទរហូតដល់អាចដាក់ទឹកបានស្ដាប់បងអូលូហៃសេងនេះជាទុកដែលអញទិញហាអញចង់ពឹងសំណល់ឯកចាយនេះទៅសមុទ្រជ្រៅមែនអ្នកកុំនិយាយបែបនេះបងខ្ញុំពូកែណាគាត់ប្រកាសជាជោគជ័យអ្នកកុំនិយាយឥតប្រយោជន៍នៅទីនេះក្មេងស្រីតូចហ៊ានតបទៀតឬចាំខ្ញុំប្រដែងវ៉ាងលីនបើហ៊ានប៉ះប្អូនស្រីខ្ញុំសាក់មើលបើអ្នកហ៊ានធ្វើបាបបងហៃសេងនិងស៊ីវយូខ្ញុំមិនលើកលែងឲ្យអ្នកទេលូហៃសេងដោះដៃចេញបើមិនដូច្នោះទេខ្ញុំនឹងធ្វើឲ្យអញនៅកំពង់ផែនេះលែងបានវ៉ាងលីនខ្ញុំប្រមានអ្នកកុំមករករឿងខ្ញុំនឹងកុំធ្វើបាបអូនស្រីខ្ញុំទៀតបើមិនដូច្នោះទេទោះអ្នកជាកូនអ្នកមានក៏ដោយខ្ញុំក៏មិនលើកលែងឲ្យអ្នកដែរបានលូហៃសេងចាំមើលទៅអ្នកណាហ៊ានប្រឆាំងខ្ញុំគ្មានថ្ងៃចប់ល្អទេទោះទុកកំតិចនេះអាចចេញសមុទ្រក៏ដោយខ្ញុំនឹងធ្វើឲ្យអញត្រឡប់មិនរួចបងវ៉ាងលីនគេនឹងមករករឿងយើងមែនទេស៊ីវយូកុំបារម្ភបងមិនឲ្យគេធ្វើបាបអញទេយើងជួសជុលទុកឲ្យល្អដរាបណាយើងមានសមត្ថភាពយើងមិនខ្លាចការរំខានរបស់គេទេត្រូវហើយស៊ីវយូមានខ្ញុំនឹងបងឯងនៅមិនអីទេបន្តជួសជុលទុកទៅបងតាឈូងទុកនេសាទរបស់យើងជួសជុលរួចហើយហាបងហៃសេងល្អណាស់យើងអាចចេញសមុទ្របានហើយសាកបញ្ឆេះម៉ាស៊ីនទីហាគ្នេយ៍ខ្ញុំមានអារម្មណ៍ដឹងហើយបងហៃសេងបងនិយាយអ្វីគ្មានអីទេត្រៀមចេញសមុទ្រទីបំផុតដល់ពេលចេញដំណើរហើយលូហៃសេងជប់សិនលូហៃសេងអញទិញទូកកំទេចនេះធ្វើអីអញចង់ចេញរកស៊ីដល់ខ្លួនឯងចង់ប្រឆាំងគ្រួសារលីដល់ចិត្តណាមែនលីឈៀនពួកយើងបែកគ្នាហើយខ្ញុំទិញទូកធ្វើអ្វីវាមិនពាក់ព័ន្ធនឹងអ្នកនឹងគ្រួសារលីរបស់អ្នកទៀតទេលីឈៀនអ្នកនៅមានមុនសកាទេបងប្រុសខ្ញុំបានលះបង់ឲ្យគ្រួសារអ្នកច្រើនណាស់អ្នកកាត់ភាគលៀបរបស់គាត់ហើយបណ្ដេញគាត់ចេញទៀតឥឡូវបងខ្ញុំទិញទូកដោយសមត្ថភាពខ្លួនឯងអ្នកមានសិទ្ធិអ្វីមកជឿជ័យលូហៃសេងគ្រាន់តែជាមនុស្សអសមត្ថភាពប៉ុណ្ណោះទោះទិញទូកចាស់នេះក៏អត់ប្រយោជន៍ដែរមិនយូរទេនឹងស្លាប់ក្នុងសមុទ្រថ្ងៃនេះឲ្យអ្នកទាំងអស់គ្នាធ្វើជាសាក្សីខ្ញុំលីឈៀនសូមបែកគ្នាជាផ្លូវការជាមួយលូហៃសេងចាប់ពីថ្ងៃនេះទៅគ្មានទំនាក់ទំនងអ្វីទៀតទេលូហៃសេងអាហារដែលគ្រួសារយើងឧបត្ថម្ភអ្នកក្នុងមួយឆ្នាំនេះនឹងការចំណាយទាំងអស់រួមទាំងថ្លៃបណ្ណាការដែលត្រៀមសម្រាប់រៀបការយើងមិនគិតលម្អិតជាមួយអ្នកទេថ្ងៃនេះសរសេរកិច្ចព្រមព្រៀងមួយចាត់ទុកថាចាប់គ្នាប្រញាប់ចុះហត្ថលេខារឿងលុយនិងបំណុលរវាងគ្រួសារយើងចប់សពគ្រប់ក្រោយនេះកុំមករំខានឈៀនទៀត
យើងក៏មិនខ្វល់ថាអ្នករស់ឬស្លាប់ដែរលីឈៀនឈៀនខ្ញុំសួរអ្នកជាលើកចុងក្រោយអ្នកប្រកាសថាមិនស្ដាយក្រោយមែនទេស្ដាយក្រោយលោកហៃសេងកុំលើកតម្លៃខ្លួនឯងពេកពួកយើងមិនអាចស្ដាយអ្នកទេប្រញាប់ចុះហត្ថលេខាកុំខ្ជិះខ្ជីពេលរបស់យើងនៅត្រូវទៅពិភាក្សាវិនិយោគជាមួយលោកបានទៀតចុះហត្ថលេខាឲ្យអូខ្លួនចេញទៅចូលរំភ្លេចនៅទីនេះលោកហៃសេងខ្ញុំគ្មានពេលនៅចាំអ្នកទេមនុស្សឥតប្រយោជន៍ដូចអ្នកមិនសមឲ្យខ្ញុំស្ដាយឡើយចុះហត្ថលេខារួចហើយចាប់ពីពេលនេះទៅយើងចប់គ្នាអញ្ចឹងទៅត្រូវក្រោយនេះយើងអាចសហការជាមួយលោកវ៉ាងដោយស្ងប់ចិត្តអ្នកទាំងអស់គ្នាស៊ីវយូកុំខ្វល់ពីពួកគេចាប់ពីថ្ងៃនេះទៅយើងពឹងខ្លួនឯងយើងប្រកាសជាជោគជ័យហាលោកហៃសេងអញពិតជាចង់ពឹងទុកចាស់នេះចេញសមុទ្រមែនអញមិនទាន់ផុតឈូងសមុទ្រផងក៏នឹងកប់នៅបាតសមុទ្រហើយមិនបាច់អ្នកបារម្ភទេតាឆ្វានចេញដំណើរបានហើយបងហៃសេងចេញដំណើរបងឈៀនកុំខ្វល់ពីគាត់ទុកឲ្យគាត់ទៅស្លាប់ចុះទុកចាស់មួយក៏ចង់ជោគជ័យដែរសុបិនថ្ងៃត្រង់បងខ្ញុំពិតជាអាចរកលុយបានលូលីយូខ្ញុំមើលធ្លុះយូរហើយសមត្ថភាពបងអ្នកប៉ុណ្ណឹងមួយជីវិតនេះក៏កុំសង្ឃឹមថានឹងងើបឡើងខ្ញុំគិតគាត់នឹងស្លាប់ក្នុងសមុទ្រដូចឪពុកម្ដាយអ្នកនិយាយបោកបងខ្ញុំនឹងត្រឡប់មកវិញដោយសុវត្ថិភាពនិយាយជាមួយពួកគេធ្វើអីសុទ្ធតែពួកគ្មានអនាគតប្រញាប់ទៅជួបបងលីងកុំឲ្យពួកគេបំផ្លាញអារម្មណ៍យើងហាបងអ្នកត្រូវតែត្រឡប់មកវិញដោយសុវត្ថិភាពត្រូវធ្វើឲ្យពួកគេដឹងថាបងគឺល្អបំផុតហាលូហៃសេងល្ងងមែនបើកទូកឃ្លីទឹកទៅតំបន់សមុទ្រមរណៈស្លាប់ជាក់ជាមិនខានបងហៃសេងអាប់ក្រាស់ពេកហើយមើលមិនឃើញអ្វីទាំងអស់បិទមាត់ហើយស្ដាប់បញ្ជាខ្ញុំគាត់នឹងស្លាប់ក្នុងសមុទ្រដូចឪពុកម្ដាយអាយុខ្លីរបស់គាត់សំហើយលូហៃសេងអ្នកប្រម្នាក់ក៏ហ៊ានប្រឆាំងនឹងខ្ញុំឈូងសមុទ្រទាំងមូលជារបស់ឪពុកខ្ញុំចាំមើលថាឯងមានជីវិតត្រឡប់មកវិញឬអត់អាមនុស្សថោកទាំងពីរនេះកុំវាបំផ្លាញវិជុបងហៃសេងអ្នកនៅអត់មកទៀតបំណុលនេះខ្ញុំនឹងសង្វិញមួយរឿងម្ដងបងហៃសេងខាងឆ្វេងមានស្រមោលខ្មៅបាត់ស្ដាំពេញកម្លាំងទៅមុខខ្ញុំមើលមិនឃើញទេបើបុកចូលវិញខ្ញុំប្រាប់ទៅណាក៏ទៅនោះអ្នកគ្រាន់តែធ្វើតាមបាទខ្ញុំសមុទ្រចង្អុលផ្លូវហើយផ្លូវនេះអាចទៅបានល្បឿនពេញរក្សាទីដៅបងហៃសេងអាប់ស្រាលហើយយើងចេញផុតហើយមិនទាន់ចាប់ទេអីមានសត្វស្លាបសមុទ្រច្រើនម្លេះតើប្រើកម្លាំងលីងលូច្រើនពេកហើយឬបងហានចឹងបងកាត់អីហើយមិនអីទេខាងក្រោមប្រកាសជាមានហ្វុងត្រីធំអីចឹងត្រៀមបោះអួនលឿនបាទបងហៃសេងបងដូចជាទេវតាសមុទ្រមែនកុំលេងសើចធ្វើការទៅអួនដល់ទីហើយណាលេខដល់បាត់ហើយរងចាំសញ្ញាខ្ញុំសិនទើបអូសឡើងមិនទៅទេមានអីបងហៃសេងកម្លាំងទាញខ្លាំងពេកប្រញាប់ចាក់សកន្ទុយទុកលើកឡើងហើយទូក្រោមនេះជាវាំងនាក៏ដោយខ្ញុំក៏នឹងយកដុំមាសពីទីនោះឲ្យបានចាប់ដើមអូបងហៃសេងខ្សែចិត្តដាច់ហើយប្រយ័ត្នចាប់ដើមបង្វិលម៉ាស៊ីនឲ្យអស់កម្លាំងការឆ្លើយតបរបស់លីងលូមិនអាចខុសទេខាងក្រោមប្រកាសជាមានរបស់ល្អបងហៃសេងមើលនោះឡើងមកហើយត្រីដងស៊ីងបានសុទ្ធតែត្រីព្រៃហើយមានអាបាឡូនទៀតព្រះអើយអាបាឡូនធំបែបនេះខ្ញុំមិនធ្លាប់ឃើញទេកុំចូលមើលប្រញាប់រើសដាក់ធុងទឹករស់វាមានតម្លៃប៉ុន្មានយ៉ាងហោចណាស់ក៏រាប់សែនយើងមានសំណាងធំហើយកុំអស់សប្បាយលឿនពេកមានអីទៀតទុកឃ្លីហើយទឹកចូលមកទៀតហើយឲ្យខ្ញុំនៅនេះបងហៃសេងបងមិនអីទេបិទចិត្តហើយភ័យស្លាប់ហើយនេះជាអីគុជធំបែបនេះគ្រាន់តែគុជមួយគ្រាប់នេះថ្ងៃស្អែកខ្ញុំនឹងធ្វើឲ្យមោទនភាពរបស់តេប៉ូលីគ្មានតម្លៃអ្វីទាំងអស់បងហៃសេងពាក្យនេះស្ដាប់ហើយចិត្តត្រជាក់ណាស់ត្រៀមត្រឡប់ទៅវិញបានចាំសិន
មានចំណុចក្រហមពីរមានទូកកំពុងមកដល់លឿនមែនទូកចាស់នៅខាងមុខស្ដាប់ឲ្យច្បាស់ជាអ្នកណានឹងមនុស្សរបស់វាងលីងសមុទ្រតំបន់នេះជារបស់ត្រកូលវាងបញ្ឈប់ទូភ្លាមប្រគល់អាហារសមុទ្រទាំងអស់មកនិយាយឈួតអីសមុទ្រអន្តរជាតិមិនមែនផ្ទះអញទេកុំខ្វល់ពីវាបងហៃសិនយើងត្រូវអត់ធ្មត់បែបនេះមែនអ្នកណាថាត្រូវអត់បើមិនបញ្ឈប់ទូកទេខំពូវាទៅបងហៃសិនឈួតហើយឬខ្ញុំនឹងបើកតាមបញ្ជាធ្វើតាមខ្ញុំតែជាខ្ញុំឬចាំឲ្យពួកវាបុកខ្ញុំជាបងទៅមុខអូហូរំភើបខ្លាំងណាស់បាត់ឆ្វេងតម្រង់វិញអូយចិត្តណាស់ពួកវានៅតែដេញឲ្យវាដេញទៅបើវាបុកយើងមែនទុកពួកវាចម្រៅទឹកជាងបុកទៅវានឹងជាប់ខ្លួនឯងមានន័យម៉េចមើលឲ្យច្បាស់ទុកពួកវាជាប់ហើយសមុទ្រមានច្បាប់របស់សមុទ្រត្រឹមពួកឯងក៏ហ៊ានមកដណ្ដើមចំណីពីយមរាជដែរបងហៃសិនពិតជាខ្លាំងមែននៅប៉ុន្មានទៀតដល់កំពង់ផែយូរបំផុត3ម៉ោងលីឈៀនចាំមើលទៅបងហៃសិនបើអ្នកស្រុកលីឃើញយើងត្រឡប់មកវិញពេញទូកពួកគេនឹងមានមុខបែបណាឆាប់នេះអ្នកនឹងបានឃើញហាហាហាខ្ញុំចង់ឃើញមុខលីឈៀនកាំងឥឡូវនេះណាហើយអ្នកត្រពោវាងនោះទៀតគ្មាននរណារត់រួចទេហាហាហាលោកវាងខ្ញុំថាហើយវាមិនទាំងចេញផុតឈូងសមុទ្រផងទូកចាស់របស់វាប្រកាសជាលេចហើយហាហាហាប្រហែលលូហៃសិនខ្លាយជាលាមកត្រីទៅហើយស្ដាប់សំឡេងអ្វីហ្នឹងមិនអាចទេទូកចាស់នោះទាំងអស់គ្នាចេញផ្លឹកឲ្យខ្ញុំមិនអាចទៅរួចយូរហើយមិនបានជួបឯងមិនបានទូកចាស់របស់អញអាចត្រឡប់មកវិញបានម៉េចខ្ញុំនៅរស់ធ្វើឲ្យពួកឯងខកចិត្តហើយមែនសំណាងប៉ុណ្ណោះទូកចាស់មួយនេះយកអ្វីមកប្រៀបនឹងខ្ញុំត្រូវហើយលូហៃសិនកុំសម្ដែងទៀតគ្មានទូកនេសាទរបស់ត្រកូលលីឯងមិនចាប់បានអ្វីទាំងអស់កុំមើលងាយមនុស្សបងត្រឡប់មកហើយបងខ្ញុំដឹងថាបងប្រកាសជាត្រឡប់មកដោយសុវត្ថិភាពសៀវយូមិនត្រឹមតែបងត្រឡប់មកទេបងរកលុយថ្លៃសាលាឲ្យអញបានគ្រប់ទៀតពិតមែនត្រឹមឯងលូហៃសិនកុហកក៏មិនរៀបចំទូកចាស់របស់ឯងចាប់បានអ្វីទៅកុំនិយាយតែប៉ុណ្ណោះមានសមត្ថភាពក៏បង្ហាញមកហាហាហាខ្ញុំថាក្នុងនោះមានតែទឹកសមុទ្រទេហេតុអ្វីនិយាយបែបនេះពីបងខ្ញុំធ្វើបានដូចនិយាយមិនដែលកុហកទេតាឈៀងបើកខ្លាំងត្រីហេសូមមើលដោយខ្លួនឯងវ៉ាមិនអាចទៅរួចត្រីក្រហមធំណាស់អោព្រះឲ្យលូហៃសិនចាប់បានរបស់ល្អច្រើនណាស់សុទ្ធតែត្រីប្រះព្រៃនិងអាបាឡូនយ៉ាតម្លៃប៉ុន្មានទៅនឹងលូហៃសិនរកស៊ីមានបានហើយមួយទុកនេះយ៉ាងហោចក៏រកសែនយន់រកសែនមិនដឹងតម្លៃទីផ្សារទេត្រីប្រះទាំងនោះតែប៉ុណ្ណោះក៏មានតម្លៃនេះដែរអាមនុស្សឥតបានការមិនអាចទៅរួចលោកលីនមើលឲ្យច្បាស់ត្រីទាំងនោះលក់បន្តបានរាប់លានហេតុអ្វីអស់សង្ឃឹមនេះចាប់បានច្រើនម្ល៉េះលូហៃសិនទើបតែត្រឡប់ពីសមុទ្រមិនទាន់ស្គាល់ទីផ្សារអីចឹងចុះខ្ញុំជួយលក់ឲ្យយើងក៏ជាគ្រួសារដែរខ្ញុំមិនយកចំណេញទេឲ្យតែថ្លៃដាំបានហើយលីជាងខាងអញនៅចង់មកទៀតពេលអញជារបស់ហៃសេងរបស់ពួកយើងមុននេះហេតុអ្វីមិននិយាយថាជាគ្រួសារតែមួយលូហៃសេងត្រីទាំងនេះឲ្យខ្ញុំលក់ឲ្យទៅខ្ញុំជាមិនបោកអ្នកទេកុំប៉ះរបស់បងខ្ញុំលក់ឲ្យអ្នកណាក៏បានតែមិនលក់ឲ្យគ្រួសារលីជាដាច់ខាតលក់ហៃសេងបើមិនលក់ឲ្យខ្ញុំក៏កុំសង្ឃឹមថានឹងលក់ឲ្យអ្នកណាបានកំពុងផៃនេះជាទឹកដីរបស់គ្រួសារវាងខ្ញុំជាអ្នកសម្រេច10000យន់ត្រីពេញទុកនេះខ្ញុំយកទាំងអស់បើចេះគិតក៏យកលុយទៅបើមិនចេះគិតខ្ញុំនឹងធ្វើឲ្យត្រីរបស់អញរលួយនៅកំពង់ផែ
មួយសិនក៏លោកមិនចេញឯងលោកម្ចាស់ខ្ញុំឲ្យ100,000 យន់អ្នកជានរណាខ្ញុំឈ្មោះចាំងស៊ឺឈីងរកស៊ីគ្រឿងសមុទ្រខ្ញុំឲ្យ200,000 300,000សាច់ប្រាក់ហេតុអ្វីថ្លៃម្ល៉េះមិនមែនគ្រាន់តែត្រីមួយទូកទេព្រោះខ្ញុំដឹងតម្លៃវារបស់នេះអ្នកស្គាល់ទេគត់ខ្ញុំធំបែបនេះគត់ខ្ញុំធំបែបនេះមែនវាជាកម្រិតសម្បត្តិកូននៅចៅឲ្យខ្ញុំមើលបន្តិចបង្គាលួយ10ចិនខ្ញុំបានសងរួចហើយឥឡូវនេះសំបីតែស្រកាត្រីមួយគ្រូសាលីរបស់អ្នកក៏មិនសាកសមមើលដែរកុំធ្វើហួសពេកហួសពេកអញក៏សុំនិយាយពាក្យនេះដែរលោកលូពីថ្ងៃនេះទៅទំនិញរបស់អ្នកខ្ញុំទទួលទាំងអស់ចំណែកគុតខ្ញុំនេះ200,000 យន់យ៉ាងម៉េចលុយច្រើនម្ល៉េះល្អណាស់ថ្លៃសាលារបស់អញលែងជាបញ្ហាហើយព្រមលោកសរុប500,000មិនអាចទៅរួចរបស់ទាំងនោះច្បាស់ជារបស់គ្រួសារលីយើងមិនអាចទៅរួចទេលោកលូប្រាក់បានផ្ទេរចូលកាន់នេះអ្នករួចហើយសារជូនដំណឹងនឹងមកភ្លាមកាន់នេះធនាគារទទួលបាន500,000 យន់អរគុណអ្នកស្រីជាងខ្ញុំទេដែលត្រូវអរគុណអ្នកគ្រឿងសមុទ្រកម្រិតកម្ពុជាបែបនេះរកទិញមិនបានទេថ្ងៃក្រោយទំនិញអ្នកត្រូវទុកឲ្យខ្ញុំមុនណាបានគ្មានបញ្ហានាំគ្នាលើកត្រីដាក់ឡានទៅយើងក៏ទៅដែរលូហៃសេងអ្នកមិនអាចទៅបានទេឈិនជាសង្សាររបស់អ្នកណាកិច្ចព្រមព្រៀងបែកគ្នាខ្ញុំបានចុះហត្ថលេខារួចបិទក៏កូនស្រីអ្នកជាអ្នកខ្ញុំចាប់ពីថ្ងៃនេះទៅខ្ញុំលូហៃសេងនិងគ្រូសាលីគ្មានទំនាក់ទំនងអ្វីទៀតទេមនុស្សគ្មានមុនសកាឈិននៅជាមួយអញប៉ុន្មានឆ្នាំរកបានលុយហើយចង់បោះនាងចោលឥឡូវទើបដឹងថានៅជាមួយគ្នាប៉ុន្មានឆ្នាំពេលកាត់ប្រាក់ចំណេញមិននឹកឃើញហាហាគ្រូសាលីអាម៉ាស់ខ្លាំងណាស់សំហើយពីមុនប្រាគេដូចឆ្កែឥឡូវគេមានបានហើយទើបមកសុំស្និទ្ធផ្សាយពេលហើយលូហៃសេងកុំអួតពេកកំពុងថៃនេះជាទឹកដីគ្រូសាវាងមានជីវិតរកលុយមិនប្រកាសថាមានជីវិតចាយទេចាំមើលទៅវាងលីនខ្ញុំសូមប្រមានមួយកុំមករករឿងខ្ញុំទៀតបើមិនដូច្នោះលើកក្រោយបាត់បង់មិនមែនតែទុកទេតាឈុងស៊ីវយូយើងទៅ500,000ចេញសមុទ្រម្ដងរកបានរាប់លានខ្ញុំពិតជាភ្នែកខ្វាក់ដាំឡើយមិនគួរឲ្យគេបង្គាលួយ10ចិននោះទេខ្ញុំមិនអស់ចិត្តទេកូនស្រីកុំយំសិនក្មេងនោះប្រកាសជានៅមានលុយទៀតយើងត្រូវរកវិធីអ្វីទៅតាមម៉ាក់ទៅផ្ទះគេយ៉ាងណាម៉ាក់ក៏ជាមនុស្សចាស់គេមិនហ៊ានមិនឲ្យទេហើយសេងខ្ញុំដឹងហើយថាអញជាមនុស្សអាចធ្វើការធំបានបាត់ទៅអ្នកបានឲ្យថ្លៃបណ្ណាការហើយយើងជាគ្រួសារតែមួយហើយមើលទៅខ្ញុំបានទិញអាហារបំពន់ឲ្យស៊ីវយូជាពិសេសក្មេងនេះចិត្តទៅរៀននៅបរទេសហើយត្រូវបំពន់សុខភាពបន្តិចហើយសេងពួកយើងមិនត្រូវការអ្វីទៀតទេរឿងការនោះខ្ញុំខុសហើយសូមគុំប្រកាន់ខ្ញុំអីលុយដែលថ្ងៃនេះអ្នករកបានយើងចែកគ្នាពាក់កណ្ដាលបើមិនអីទេចែក60 40ក៏បានអ្នកយកច្រើនលីជានកាងអ្នកនៅមានមុខនិយាយទៀតសៀវចិនខ្ញុំកាន់ខ្សែគុតគង់របស់ភូមិទាំងមូលបណ្ដាញទិញលក់អ៊ូនក៏សុទ្ធតែជាមនុស្សរបស់ខ្ញុំអ្នកម្នាក់ឯងធ្វើមិនរួចទេហើយទៀតបើកាលនោះខ្ញុំមិនទទួលអ្នកឲ្យឡើងទុកធ្វើការអ្នកនឹងមានថ្ងៃនេះឬធ្វើជាមនុស្សត្រូវចេះដឹងគុណអ្នកនៅហ៊ាននិយាយបែបនេះទៀតក្មេងស្រីអញដឹងអ្វីមិនមែនវិញអញនិយាយទេឈប់ដៃអ្នកចង់ធ្វើអ្វីបង្ហាត់ឆ្កែបើអ្នកហ៊ានប៉ះស៊ីវយូសំបីតែមួយម្រាមខ្ញុំនឹងវាក្បាលអ្នកឲ្យបែកលីជានកាងស្ដាប់ឲ្យច្បាស់មួយឆ្នាំនេះខ្ញុំធ្វើការនៅផ្ទះអ្នកខំប្រឹងទាំងថ្ងៃទាំងយប់ចុងក្រោយអ្នកឲ្យខ្ញុំត្រឹមបង្គាលួយ10ជីននោះខ្ញុំច្រឡំប៉ុណ្ណោះបង្គាលួយ10ជីនបានកាត់ផ្ដាច់បំណុលគុណរវាងយើងទាំងអស់យកសម្រាមទាំងនេះឲ្យចេញពីផ្ទះខ្ញុំទៅ
Lu Hai Sen chămខ្ញុំឲ្យបាននៅក្នុងភូមិនេសាទនេះខ្ញុំនិយាយមួយម៉ាត់អ្នកភូមិទាំងអស់ត្រូវស្ដាប់ខ្ញុំទុកចាស់របស់អ្នកកុំសង្ឃឹមថានឹងចេញសមុទ្រប៉ាមានរឿងអ្វី Lu Hai Sen វាប៉ាមែនទេអាមនុស្សហត់ដឹងគុណនោះមិនស្គាល់បុណ្យគុណ Lu Hai Sen អ្នកនឹងស្ដាយក្រោយជាមិនខានហ៊ានធ្វើបែបនេះដាក់ពួកយើងថ្ងៃណាមួយនឹងទទួលកម្មត្រូវហើយមនុស្សហត់ដឹងគុណពិតមែនគ្រូសាស្ត្រលីយើងធ្លាប់ទទួលអ្នកឲ្យអ្នកឡើងទុកធ្វើការឥឡូវមានបានហើយបែរជាបដិសេធអ្នកមានគុណស្លាប់មិនល្អទេប៉ាឥឡូវយើងធ្វើម៉េច Lu Hai Sen មិនជឿល្បិចយើងសោះយើងចូលផ្ទះក៏មិនបានខ្ញុំមិនជឿទេ Lu Hai Sen គ្រាន់តែជាក្មេងកំព្រាអាចធ្វើអ្វីបានប៉ុន្មានរឿង Lu Hai Sen ម្នាក់ប៉ុណ្ណោះធ្វើឲ្យអ្នកអស់វិធីកុំបារម្ភខ្ញុំមានផែនការលោកវាងមានន័យថាចង់ឲ្យ Lu Hai Sen ខូចកេរ្តិ៍ឈ្មោះទេឲ្យគាត់បង់តម្លៃចង់ណាស់លោកវាងមានវិធីអ្វី Lu Hai Sen អាចចាប់អាហារសមុទ្រកម្រិតបានច្រើនបែបនេះសមត្ថភាពគាត់មិនធម្មតាទេសមត្ថភាពគាត់ខ្ញុំដឹងច្បាស់ក្រៅពីកម្លាំងបន្តិចគ្មានសមត្ថភាពអ្វីទេលោកវាងចង់និយាយថា Lu Hai Sen ដឹងគោលអរនេះរបស់សម្បូរអាហារសមុទ្រតែគាត់មិនប្រាប់យើងទេនេះណាឲ្យឈានទៅសុំទោសគាត់យើងសុំទៅគ្នាវិញហើយយកផែនទីសមុទ្រពីដៃគាត់តែគាត់មិនអើពើខ្ញុំទេប៉ាខ្ញុំទើបតែត្រូវគាត់បណ្ដឹងចេញនោះព្រោះអ្នកមិនស្មោះត្រង់គ្រប់គ្រាន់តុបតែងខ្លួនឲ្យស្អាតអ្នកស្រឡាញ់ជាមួយ Lu Hai Sen ជាច្រើនឆ្នាំមិនដឹងចិត្តគាត់ទៀតកុំបារម្ភបើសម្រេចខ្ញុំឲ្យអ្នកមួយលៀនយន់ខ្ញុំនិយាយពិតតែបើអ្នកហ៊ានលេងល្បិចអ្នកដឹងផលវិបាកហើយខ្ញុំដឹងហើយចាំឲ្យច្បាស់មិនថាប្រើវិធីណាក្នុងរយៈពេល3ថ្ងៃខ្ញុំត្រូវឃើញផែនទីគោលអរនេះLu Hai Sen ខ្ញុំដឹងខុសហើយពិតជាដឹងខុសហើយពីមុនខ្ញុំលោភលន់ខ្ញុំមើលងាយអ្នកសូមឲ្យខ្ញុំមានឱកាសម្ដងទៀតបានទេខ្ញុំបានប្រាប់អ្នកហើយយើងសងគ្នាចាប់ហើយកុំមករំខានខ្ញុំទៀត Lu Hai Sen ខ្ញុំដឹងថាអ្នកនៅតែស្រឡាញ់ខ្ញុំមើលទៅខ្ញុំបានកែប្រែហើយប្រាប់ខ្ញុំទៅគោលអរនេះផ្លូវសមុទ្រជើរបស់អ្នកនៅណាយើងទៅនេសាទជាមួយគ្នារកលុយជាមួយគ្នាពីនេះទៅរស់នៅឲ្យបានល្អតើបានទេឈប់ធ្វើមុខបែបនេះទៅឃើញហើយខ្ពើមចង់បោកយកគោលអរនេះខ្សែផ្លូវសមុទ្ររបស់ខ្ញុំអ្នកមិនទាន់មានសិទ្ធិនោះទេ Lu Hai Sen កុំឲ្យមុខហើយមិនយកមុខកុំគិតថាចាប់ត្រីបានប៉ុន្មានក្បាលហើយអស់ចាបើគ្មានគ្រូសាលីអ្នកមិនមែនអ្វីទាំងអស់ខ្ញុំប្រាប់អ្នកចាប់ពីថ្ងៃនេះទៅខ្ញុំនឹងឲ្យអ្នកនៅភូមិនេសាទនឹងកំពង់ផែគ្មាននរណាហ៊ានលូកម៉ាស៊ូតឲ្យអ្នកសំបីមួយដំណក់ទុកចាស់របស់អ្នកទូជួចូលរួចក៏កុំសង្ឃឹមថាចេញកំពង់ផែបានអាសំអ្នកណាថោកទីបំលេះហ៊ានបំផ្លាញទុករបស់យើងដោយចិត្តណារ៉ាដាខូចហើយខ្សែដៃក៏ដាច់ទៀតតែចេញសមុទ្រមិនប្រកាសជាលីជាងការធ្វើហើយមិនអីទេទុកនេះគួរតែបោះចោលយូរហើយចាំល្អដូរថ្មីបង Hai Sen នេះច្បាស់ជាចង់លេងយើងពួកគេមិនចង់ឲ្យយើងចេញសមុទ្រមិនចង់ឲ្យយើងរកលុយដូរទុកថ្មីក៏ប្រហែលមិនដោះស្រាយបានដែរខ្ញុំដឹងប៉ុន្តែពួកគេចង់សង្កត់យើងកាន់តែណាយើងកាន់តែត្រូវធ្វើឲ្យល្អអ្នកទៅតាក់ទងម្ចាស់ទុករកទុកមួយទឹកប្រាសិនលោកជាងយើងទទួលបានព័ត៌មានលោក Lu Hai Sen ត្រូវគ្រូសាលីរំខានលីជាងការបានប្រកាសមិនអនុញ្ញាតឲ្យអ្នកណានៅភូមិនេសាទនឹងកំពុងថៃលុកប្រេងឲ្យលោកចង់កាត់ផ្លូវចេញសមុទ្ររបស់គាត់ទាំងស្រុងខ្ញុំដឹងហើយលោកជាងតើយើងគួរជួយលោក Lu ទេគាត់ជាដៃគូសំខាន់របស់យើងបើគាត់ចេញសមុទ្រមិនបានការផ្គត់ផ្គង់អាហារសមុទ្រថ្នាក់ខ្ពស់របស់យើងក៏រងផលប៉ះពាល់កុំទាន់ប្រញាប់ Lu Hai Sen មិនងាយត្រូវគេបំបាក់ឡើយគាត់មានវិធីរបស់គាត់អ្នកទៅតាមដានចលនារបស់គ្រូសាលីសិនតាមដានស្ថានភាពសំណាញ់និងការផ្គត់ផ្គង់ប្រេងនៅភូមិនេសាទព័ត៌មានអ្វីរាយការណ៍មកខ្ញុំភ្លាមបាទលោកជាងខ្ញុំឲ្យអ្នកទៅបោកយកគោលអរនេះលោក Lu Hai Sen ឲ្យអ្នកខ្លាញ់ជាគាត់មិនជួបខ្ញុំតតែសោះសូម្បី Lu Hai Sen ម្នាក់ក៏ដោះស្រាយមិនបានគ្រូសាអ្នកនៅមានប្រយោជន៍អ្វីទៀតរឿងវិនិយោគចាំគិតម្ដងទៀតលោកវាងកុំបារម្ភខ្ញុំឲ្យគេទៅបន្ទុកនេសាទរបស់ Lu Hai Sen នៅកំពង់ផែគាត់ចេញមិនរួចទេពេលនោះគាត់នឹងយកគោលអរនេះមកឲ្យដល់ខ្លួនឯងបន្ទុកកញ្ចាស់របស់គាត់មានលុយប៉ុន្មានលានទិញទុកផ្សេងមិនរួចទេបើទុនមិនស៊ីអីចឹងប្រារឹងខ្ញុំនឹងឲ្យគាត់ដឹងនៅកំពង់ផែនេសាទនេះអ្នកណាជាអ្នកសម្រេចលោកវាងនិយាយត្រូវស្ដាប់លោកវាងទាំងអស់មុន Lu Hai Sen ចេញសមុទ្រលើកក្រោយខ្ញុំនឹងឲ្យគាត់លុតជង្គង់ប្រគល់គោលអរនេះឲ្យខ្ញុំបងទុកនេសាទដែលបងទិញល្អជាងមុនច្រើនគួរឲ្យស្ដាយស្អែកខ្ញុំត្រូវទៅរៀននៅបរទេសហើយមិនអាចទៅសមុទ្រជាមួយបងបានក្មេងល្មមអ្នកខំរៀនឲ្យល្អកុំបង្កបញ្ហាឲ្យបងក៏បានបង Hai Sen ខ្ញុំសួរគ្រប់កន្លែងហើយគ្មានស្ថានីយ៍ប្រេងណាមួយព្រមលូកម៉ាស៊ូតឲ្យយើងទេពួកនោះសុទ្ធតែត្រូវឆ្កែលីទិញអស់ហើយទុកយើងចេញមិនរួចទេលេងល្បិចនេះមែន Lu Hai Sen ទិញទុកមកហើយបាត់មិនបានមែនទេនៅកំពង់ផែនេះខ្ញុំនិយាយតែមួយម៉ាត់គ្មាននរណាហ៊ានលក់ប្រេងឲ្យអ្នកសំបីមួយដំណក់ទុកនេះមិនអាក្រក់ទេតែគួរឲ្យស្ដាយវាគ្រាន់តែជាដៃកចាយពួកអ្នកធ្វើហួសពេកហើយ Lu Hai Sen ខ្ញុំសូមណែនាំឲ្យអ្នកចេះគិតប្រគល់គោលអរនេះផ្លូវសមុទ្រជើមកយើងសហការគ្នាខ្ញុំចេញទុកចេញទុននឹងរកទីផ្សារអ្នកចេញគោលអរនេះឲ្យអ្នកពីហ៊ុន30គ្រប់គ្រាន់ហើយត្រូវហើយលោកបានផ្ដល់ឱកាសឲ្យអ្នកហើយទទួលទៅបើនៅតែរំលូតជីវិតនេះកុំសង្ឃឹមថាចេញសមុទ្របានបង Hai Sen ឲ្យខ្ញុំវាយអាមនុស្សអាក្រក់ទាំងពីរនេះតាជួងកុំឲ្យដៃខ្វក់និយាយចប់ហើយភាគហ៊ុន30របស់អ្នកចំណងរបស់អ្នកមានតែប៉ុណ្្នឹងគួរឲ្យស្ដាយណាស់គោលអរនេះរបស់ខ្ញុំអ្នកគ្មានលទ្ធភាពទិញទេ Lu Hai Sen កុំឲ្យគេគោរពហើយមិនចេះទទួល
គ្មានប្រេងសំពៅរបស់អ្នកគ្រាន់តែជាដែកអេតចៃប៉ុណ្ណោះចាំមើលអ្នកនឹងរឹងរូសបានដល់ពេលណាមានឆ្អឹងក្នុងមែនចាំមើលអ្នកអាចឈរនៅកំពង់ផែនេះបានប្រហែលថ្ងៃគ្មានប្រេងអ្នកទៅណាក៏មិនរួចដែរលោកលូខ្ញុំមកថាលោកកំពុងខ្វះប្រេងលោកសៀងតានេះមានន័យយ៉ាងម៉េចអតិថិជនសំខាន់ដូចលោកខ្ញុំមិនយកចិត្តទុកដាក់បន្ថែមកុំបារម្ភខ្ញុំបានយកវាមកហើយមានតែឧបករណ៍នេសាទនាំចូលមួយជុតបំរុងទៀតរ៉ាដានិងខ្សែដៃគម្រឹងសុទ្ធតែនៅលើឡានឃើញហើយឬនៅល្បិចថោកទាបរបស់ពួកអ្នកគ្មានបានការសោះជាងសួរឈិនអ្នកចង់ប្រឆាំងនឹងខ្ញុំមែនទេប្រឆាំងនឹងអ្នកសំផងអ្នកទាំងពីរនៅមានល្បិចអ្វីទៀតទេបញ្ចេញមកឲ្យអស់ទៅអេហេលោកលូចាប់ផ្ដើមការងារបានហើយរ៉ាដានេះតម្លៃលើទីផ្សារយ៉ាងហោចណាស់50,000 យ៉នចាត់ទុកថាខ្ញុំវិនិយោគចាំចែកប្រាក់ចំណេញពេលក្រោយបានហើយលោកជាងជឿខ្ញុំដល់ម្ល៉ាំមែនខ្ញុំមិនមែនជឿអ្នកទេខ្ញុំជឿលើគ្រឿងសមុទ្ររបស់អ្នកអញ្ចឹងលើកក្រោយចេញសមុទ្រកំណត់ទីតាំងរួចហើយឬនៅរួចហើយអរគុណហាបងកំពុងធ្វើអីហ្នឹងអត់ធ្វើអីទេខ្ញុំរអិលជើងបងរបស់អ្នកជួយទុកខ្ញុំប៉ុណ្ណោះប្រយ័ត្នផងក្តារនាវាតាឈូងនាំសៀវយូទៅផ្ទះរៀបចំអីវ៉ាន់សិនស្អែកព្រឹកនាំនាងទៅប្រលានយន្តហោះបានហើយបងហៃសេងបងជួបគ្នាស្អែករ៉ាដាដំឡើងរួចហើយខ្សែដៃក៏មកដល់ហើយពេលណាចេញសមុទ្រខ្ញុំនៅរងចាំគ្រឿងសមុទ្ររបស់អ្នកក្រោយពីជួបអូនស្រីទៅរៀនក្រៅប្រទេសខ្ញុំនឹងចេញសមុទ្រភ្លាមលោកលូពេលនោះកុំភ្លេចទុកគ្រឿងសមុទ្រឲ្យខ្ញុំផងប្រកាសជាទុកទៅដល់ហើយកុំភ្លេចទូរស័ព្ទមកបាទបងកុំបារម្ភខ្ញុំនឹងថែខ្លួនឯងឲ្យបានល្អចាំខ្ញុំរៀនចប់ត្រឡប់មកវិញបងនឹងជួងទៅញ៉ាំអាហារឆ្ងាញ់បងត្រូវថែខ្លួនឲ្យល្អណាស់ចេញសមុទ្រត្រូវប្រយ័ត្នសុវត្ថិភាពកុំប្រឹងខ្លាំងពេកបងសន្យានឹងថែខ្លួនឲ្យបានល្អទៅចុះកុំឲ្យខកយន្តហោះបងតាឈូងខ្ញុំទៅហើយបងហៃសេងសៀវយូធំហើយកុំបារម្ភពេកទៅចុះដល់ពេលធ្វើការធំវិញហើយលោកវ៉ាងកូននោះពិតជាចេញសមុទ្រមែនឲ្យវាចេញទៅចាំដល់លើសមុទ្រសិនទើបគិតបញ្ជីជាមួយវាមានន័យថាលើកមុននាវាពីរគ្រឿងនោះគ្រាន់តែជាឧបទ្ទហេតុលើកនេះខ្ញុំរៀបចំអំណោយពិសេសជាងមុនលោកវ៉ាន់ឆ្លាតមែនលើកនេះត្រូវឲ្យលូហៃសេងទៅហើយមិនបានត្រឡប់មកវិញទៅតាក់ទងលោកអារ៉ាចាស់ប្រាប់គាត់ថាពេលនាវារបស់លូហៃសេងចេញដល់សមុទ្រអន្តរជាតិសិនចាប់ដើមបាទខ្ញុំទៅធ្វើព្រាមនោះជាអ្វីបងហៃសេងរ៉ាដាខូចហើយឬខាងក្រោមនោះជាបិសាចអ្វីរេវិស័យចំអល់ទៅខាងក្រោមត្រង់ខាងក្រោមប្រកាសជាមានរបស់ល្អតាឈួងទម្លាក់យុទ្ធការអីទម្លាក់នៅទីនេះខាងក្រោមជាសមុទ្រជ្រៅណាស់ខ្ញុំប្រាប់ឲ្យទម្លាក់យុទ្ធការឥឡូវនេះទម្លាក់យុទ្ធការខាងក្រោមប្រកាសជាមានរបស់ល្អបងហៃសេងបងឈួតហើយឬចម្រើប៉ុណ្ណឹងបងនៅតែចុះទៀតចាំមើលនាវាឲ្យល្អខ្ញុំចុះទៅមើលបងហៃសេងខាងក្រោមជាសមុទ្រជ្រៅមានចរន្តខ្លាំងបើចុះទៅមិនអាចឡើងវិញបានទេ
Bọn hai sen. Mình nén bị sai tê. Chỉ một bọc lại tất cả một. Pre ai. Bọn con nâng trò sọ một tràn nè. Bọn hai sen bọn mình ấy tế. Ta chuông khang crom số tay bọn con nâng trò sọ một thna cầm pù. Trò sọ một mùi thông pôn bạt đáy khiêm can mùi đáy sân mình chọt. Bọn con tìm ó số tay bọn con khiều. Mùi miên từng muốn giang tết pi chìm. Bật mè nữ. Công su chan tùm lẹ sầm nành. Bọn hai sen bật mèn. Số tay là bọn ọ. Công châu sầm lăng bần to tiệt. Bọn hai sen sầm nành bên tiệt hài. Nít chia sầm nành ti bầy hài. Bần to tiệt. Bọn bên khlang tray ở bên. Ta chung chốc sân. Miên pa nhà hài. Chào sầm mật. Bác là bươn bên tầm hằng. Phu kê ban cảm plương thầm hài. Bác đam. Bác chốc nông ập. Bọn hai sen mơ mình khơi tề. Xuất tè ập. Đáp mình chỉ nhung. Bác chuyên đọc đàm bằng giả. Phu kê. Miên đường ở bấy. Nông ập nhít nghiên một bọc bẹt tật. Nhiều vi phu kê chừng lại tật trèo về. Bốc một bọc bẹt tật hai xong nâng tật tuột. Ha ha. Ở phu vi đến trở lọt tờ vĩnh cho. Bàn hai bọn hai sen. Chương ní dương chùm nền tiệt hài. Ta chuông tề dục tập 1. Bọn hai sen khlang tật sạp. Khlang tật sạp lịch ó mình so sầm bay mùi đầm nọ. Ấy, bác chỉ tới sầm nọ có cầm plương bọc hài. Phu cho sầm một thọc tiệp nút. Tật sạp. Bác tới tin nút, đập bướn ạc bò mà. Ta chuông, bạch nghi rộp. Bọn han sen, mơ nút chi bập hộp tật. Miên có còn miên tật sạp, rồi nhập đặt tật. Bọn à chư tật nít em nè. Dương ru chi bật hài. Ta chuông mơ lơ bị đàn đùng nồng. Ní chìa vậy. Sầm bốc xích lấy bay cầm cầm pù. Mùi đầm lăng miên đầm lại rọt mờ nhọn. Miên lôi hai bọn hai sen. Dương miên lôi hai. Trở lọc cái rọt lôi tờ. Bàn hai. Bọn hàn. Lúc à đẹp chắc slap hai. Vàng linh. À đẹp chắc chỉ con trai đẹp khiêm bên chất bồng phật. Túc rồi bọc kia sầm bờ lệch hai. Bọn hàn. Nếu trong trường hai miên khmei mẹ chung lu hai sen. Có miên cô ở đòn này sừng ngặt này đồng bọn hàn có sầm một thằng cạch. Cô ở đòn này núp bứt bạc cọt mèn. Rồi cái trên sầm một. Cái ai rốt khơi nhà ha sầm một đầm lại khai ban dạng trầm trời. Cái đám xong vậy. Cút mi sầm một thằng bông. Khmei nít bạc cọt chi miên a cầm bằng. Cô ở chấp à ròn. Cô ở đòn này khiêm tơi ca vỉa. Mình núp cọt tơi túc nờ đài. Bọn hàn miên này thà nờ đan sầm một nì. Bắp đẹp khiêm hiên vân cầm nọt tức chỉ bạc. Ai vì đằng thà. Nhẹ na chỉ nhẹ sầm rạch. Lu hai sen lực ni anh slap chi mình khàn. Lý Trình Càng, nó mình lúc tới ốc tụi mình bỏ lu hai sen phim. Prap thà cái prasad thiệt tham khót bằng bộ trai. Ấy, anh khai mình tế, ấy lời tức đằng khai. Bây giờ lôi bị khiêm hai bảy mình khai. Đáp ở ba. Ní chịu các tài mùi bỏ ảnh, bác mình chặt lu hai sen mình bàn. Rusa li bỏ ảnh trăm tại ở thuyền tờ. Oh my ơi. Ní chia sầm boxy phê. Miên bằng con dẹt tiết. Rồi sọ sầm một tụm cầm pù, mũi chi lô phai của nó tới nắng. Lục lù, tụm mình mũi chân ní khiêm dọc tiền ở, đặt đầm lại một. Lục giang cùng pù sầm ấy. Cất tam đầm lại tiếp xa bàn hời, đầm lại tiếp xa mình xong mình quân được phim tê. Khiêm ở về đồng. Thôi chen tiền ở. Nè anh watch bắp một hời. Lu hai sen, lượt ni anh chọc hời. Rồi thiên trống cứ kỳ năng. Lu hai sen prasad thiệt mi ham khót bằng bộ trai. Mình núp bẹt ní chị à má rồi bỏ nhẹ này xa. Cầm pung bằng plan sang bài nhạc phung dương tiền mù. Lu hai sen men tế.
Nhưng nè đi cà thà tụm này nít sát khâu chập. Dính tơ rập ocean. Rập ốc. Hai đầu váy. Hai đầu váy. Cọp rút tay chim mình nụ cọc. Bài chỉ chắp ban tụm mình ở bài này. Bác chỉ pra năm pol hai. Chắc cầm nạt. Anh cầm pông bằng khôi dương. Rồi thiên trong phim ai thưa xạ xây bàn. Rồi phúc tụm này ở bò lục lu sọc bạc tiền sòng. Anh chỉ nè ná. Kron tay chi pin chỉ có một pi sọc sen có hiên lục mọt. Sân công chu. Tam ni tê vị thi tụm nén của ở sang sai tơ bật rẽ xa tục sân. Pra cọt thà trong bật trà nỉ mén. Ní chỉ ni tê vị thi. Lọ. Ê chân nhom prap nè. Trà ní bật cho nghìn nè. Tai vào trong hai vi chân vinh. Trao dốc chỉ vật crusa li rồi bỏ nhẹ một đồ. Lu hay sen. Sống xả ca chỉ mũi ca ăn vào chập. Ha ha. Anh cùng điểm nè ná. Bật trà ở khi nhom. Khi nhom sông này non công rồi nhập về. Nỉ giấy tràn phơi ấy. Rồi nhập bật tờ. Ha ha. Lu hay sen. Anh còn nhìn ngay nhỉ đài. Chăm sân. Miền ấy. Mơ ở ba. Ní chia vậy. Cầm nó đạp lên trên sân một. À nhà ban này sạt. Lý khất copy net sờ vào tập PPT 7. Trong ở kim ăn ở sạp tế. Anh nghĩ được bỏ tiền ní ban đầu được nè. Lục ly ta lục ngông bật rứt phơi chỉ là ngon. Không ai sạp đang ban gì vậy thà. Khi ban đặt nằm pôn nơi đồng bọn trình dù. Còn tay robot titan robot khi một hàng thà. Khi mình đại tới đồng bọn sầm một tệ. Và này ở thôn 20 ở ba. Rồi thiên trong lục luôn vậy rồi. Tầm bấy chi viên ca vô trở lòng. Khi ban hành trường. Sẽ tha ban trút pin net agri.แต่miễn sức âm nát bồng phật bị khai. Phu dân một bị. Mà chắc mình đốt trút pin net sờ vào tập chiêu sát dốc một nát nơi nâng cần lạnh. Mình bắt pin net tên mấy. Chắc chi pe về liệt tệ. Các pin net rủi ro. Sầm nát miễn quân phiệp phù. Miễn sát thiệt tham quan nam mùi lại. Ní chỉ cương sầm một chắc pi sầm một trời.แต่miễn quân phiệp cầm phù. Lý chiên càng ai sạp đằng ní ban một pin nè. Nhom có con tại kia như vậy bẩn nọ. Bẩn to pi sơ bằng kẹt. Ai sạp đằng ní chỉ ai sạp lại. Lý chiên càng nhẹ sang sai tháp đằng bằng khổ chê. Xông tơ chỉ mũi bùi dường. Lục à, chú Thiêm Phong. Thiêm thưa tam ca bình chia rồi bỏ lục. Anh như vậy bài ní miên này vậy. Bên nào Thiêm mà anh tơ bằng khổ chê. Chắc hạt cọp. Công kết tha nằng ốc Thiêm cho ruộng. Vàng lý nhận ai thưa bài ní đặt Thiêm tề. Thiêm mình score anh tề. Rồi Thiêm Công. Mình uống nít như giấy sắp tay của họ. Xông công chưa cọt. Lục lì. Nơi trong một vậy đẹp Thiêm Phong như vậy tế, Lu hay sen. Thiêm đang thà Thiêm cổ hỏi. Mơ một cô sẽ Thiêm Phong. Đẹp lóc sợ lạnh nhẹ. Xông lược lên ở Thiêm mà đòn. Bên nhà Thiêm. Bằng kia lui đọc chân. Hai đứa bảy mình nật thà Thiêm chia sang xa con sợi nhẹ. Ê lờ ni. Như vậy vậy có dịp về hỏi. Xong nâng tật tua. Mình nuốt hết rồi rồi. Rương tốt phần nâng cọt phơ mình bàn. Lục mà chắc. Xông công thằng ấy. Nhom nâng. Bật mọt. Ở bục anh chi mình nuốt hết rồi rồi. Anh có mình lõ chim quát phần màn đài. Nhom nâng chui nè. Chui nhom. Do cả vậy một chuối. Nhom ai tờ độc lù hay sen. Pi muốn quát đập nhom bổng phật. Pi muốn phần nọ. Ai lời quát miên trên sư trình hài. Quát nâng mơ anh tiết rứt. Mình nuốt đôi anh. Nhom nâng thưa ở cọt. Nì dây cô ở đòn này đồng bọn này sát trên một. Lõ bổng phật ở ban được nọ. Dục ní tờ pliềm. Và thưa mình bàn. Không trở lọt một vinh. Lu hai sen. Lu hai sen. Chăm sân. Ly chiên chiên. Lu hai sen ti bổng phật nhom rộng nẹ khởi hài. Nhom nhìn đứng trong như vậy. Rồi viên dương. Nếu miên là vậy trơn như vậy tiết rứt. Miên tròn nè. Lu hai sen nhom đằng thạc nhom có hài. Cao nụ. Ở bốc nhom nâng vàng liên bằng không nhom. Tam bất nhom tành tài. Tay tài vậy. Chắc tục nhom chỉ mà xin đỏ lối. Rồi tay tài kịch thạc nhom mình xong nằng nè. Mình mền tê. Nhom bất chia socks đài nè. Át đó là cá học nhom đồng ti bàn tế. Ọc cá. Xanh nó rồi bọn nhẹ. Vàng liên tơ bảo dục ni mền tế. Lu hai sen công thưa bà ni đặt nhom. Nhom bất chỉ đằng thạc nhom khẩu hài. Đằng thạc khẩu hái. Để chẳng một góc nhom vừa vậy. Đôi lực một tiết rứ. Trong bọc vô cô ở đòn này plane sát rồi bọc nhom tiết. Lu hai sen nhẹ như vậy bà ni ban nhằng mấy. Nhom chi mình rồi bọn nhẹ. Nhẹ chia vậy. Như vậy một. Lục lu khang krao cho khlangประหยัด đà xài. Ở con.
លូហៃសេងម្នាក់នោះមុននេះមើលទៅរំភើបខ្លាំងណាស់គ្រាន់តែជាមនុស្សមិនសំខាន់ម្នាក់ប៉ុណ្ណោះមនុស្សមិនសំខាន់មិនមកស្ទាក់អ្នកកណ្ដាលយកបែបនេះទេលោកជាងថ្ងៃនេះអ្នកមករកខ្ញុំមិនមែនគ្រាន់តែចង់និយាយរឿងនេះទេមែនជាការពិតមិនមែនទេកប៉ាល់របស់អ្នកត្រូវចោលសមុទ្រវីខូចកប៉ាល់នេសាទអាជីពខ្នាតមធ្យមតែបានបញ្ជាទិញបានមកដល់កំពង់ផែហើយលឿនម្ល៉េះខ្ញុំធ្លាប់និយាយហើយដរាបណាជារបស់ដែលអ្នកត្រូវការខ្ញុំនឹងធ្វើឲ្យបានស្អែកទៅមើលវាបានលោកលូនេះហើយជាកប៉ាល់ថ្មីរបស់អ្នកពេញចិត្តទេបំពាក់ឧបករណ៍គ្រប់យ៉ាងលោកចាំបានខិតខំចិត្តហើយគួរតែធ្វើសាប់ហើយត្រូវហើយបដាកិច្ចយូរនេះសភាពាណិជ្ជកម្មបានផ្ដាំឲ្យខ្ញុំយកមកជូនអ្នកស្ដេចសមុទ្រជ្រៅគឺស័ក្តិសមនឹងឈ្មោះពិតស្ដេចសមុទ្រជ្រៅឈ្មោះនេះលេចធ្លោពេកហើយលេចធ្លោអីខ្ញុំថាសុំនឹងទទួលបានណានៅទីក្រុងជៀងហៃទាំងមូលមានតែអ្នកម្នាក់គត់ដែលអាចចាប់គ្រឿងសមុទ្រលំដាប់កំពូលបានវ៉ាវពិតជាអស្ចារ្យមែនកប៉ាល់នេះថ្លៃប៉ុន្មានទៅមិនមែនគ្រាន់តែប៉ាល់ចាស់មួយទេមានអីគួរឲ្យអួតផងតែជួនកាលជ្រើសរើសក្រុមនាវិកដល់ណាហើយបងហៃសេងជឿបាន5នាក់ហើយសុទ្ធតែជាអ្នកនេសាទចាស់ភាសាមានម្នាក់ឈ្មោះលាវលាវបទពិសោធន៍ចេញសមុទ្រច្រើនណាស់មុនចេញសមុទ្រត្រូវត្រួតពិនិត្យសុវត្ថិភាពឲ្យបានល្អកុំបារម្ភបងហៃសេងខ្ញុំកំពុងមើលផ្ទាល់លោកលូនាវីនេះពិតជាអស្ចារ្យមែនពីនេះទៅបើបានដើរតាមលោកប្រកាសជារកលុយបានច្រើនខំធ្វើការឲ្យល្អខ្ញុំមិនឲ្យអ្នកខាតទេលោកលូស្អែកជាការចេញដំណើរលើកដំបូងហើយតាមតឹងទេមិនសូវទេចុះអ្នកវិញខ្ញុំគ្រាន់តែនៅចាំអ្នកត្រឡប់មកវិញដោយពេញទូកប៉ុណ្ណោះលោកវាងស្អែកព្រឹកពួកគេចេញសមុទ្រតដែនសមុទ្រអន្តរជាតិគ្មានប្រព័ន្ធនាំផ្លូវពួកគេដូចមនុស្សខ្វាក់បើអញ្ចឹងអាចមានអ្នកស្លាប់ទេខ្លាចអ្វីគ្រោះថ្នាក់នៅសមុទ្រជារឿងធម្មតាពេលនោះនិយាយថាឧបករណ៍មានបញ្ហាទៅមានអ្នកណាស៊ើបដល់អ្នកបានហើយលុយ50,000បើធ្វើបានសម្រេចនឹងឲ្យតែបើប្រាជ័យអ្នកនឹងលទ្ធផលហើយសូមទុកចិត្តខ្ញុំនឹងធ្វើឲ្យបានមុនចេញសមុទ្រត្រួតពិនិត្យម្ដងទៀតប្រព័ន្ធនាំផ្លូវរ៉ាដានិងឧបករណ៍ទំនាក់ទំនងគ្មានបញ្ហាទេតែផ្ទាំងបញ្ជីនេះខ្សែភ្លើងត្រូវបានគេកាត់ចិត្តដាច់មើលទៅមាននរណាម្នាក់មិនចង់ឲ្យខ្ញុំរស់ត្រឡប់មកវិញទេឆ្នាំកាត់នៅថ្មីប្រកាសជាធ្វើនៅយប់នេះមានអ្នកក្បត់ក្នុងចំណោមនាវិកចង់សម្លាប់ខ្ញុំនៅលើសមុទ្រល្អណាស់វ៉ាងលេងយើងមកមើលអ្នកណាជាអ្នកឈ្នះពិតប្រាកដជួសជុលខ្សែភ្លើងសិនកុំឲ្យគេដឹងតាជួងមកនេះបងហៃសេងមានរឿងអីមានអ្នកក្បត់លើទូកអីជាអ្នកណានៅមិនទាន់ដឹងទេតែខ្ញុំមានវិធីចាប់វាបងហៃសេងប្រាប់មកខ្ញុំស្ដាប់តាមទាំងអស់បន្តិចទៀតខ្ញុំនឹងដាក់ផែនទីសមុទ្រខ្លាំងៗលើទៅដល់ចិត្តណាអ្នកស្រែកឲ្យខ្លាំងថានេះជាតំបន់សម្ងាត់ដែលយើងនឹងទៅថ្ងៃនេះហើយបន្ទាប់មករងចាំមើលអ្នកណាលួចថតរូបហើយផ្ញើចេញទៅដែលជួងផែនទីនេះអ្នករក្សាទុកឲ្យល្អនេះជាកន្លែងដែលយើងនឹងទៅថ្ងៃនេះទីតាំងកាត់មកក្រហមដ៏មានតម្លៃបងហៃសេងសូមទុកចិត្តខ្ញុំនឹងរក្សាវាឲ្យបានល្អខ្ញុំទៅមើលលើកាប៊ីនសិនអ្នកធ្វើការចុះកាត់មកក្រហមនេះជាចំនួនធំមែនត្រូវប្រញាប់ប្រាប់លោកវាងខត់វាផ្ញើទៅភ្លាមលោកវាងខ្ញុំផ្ញើទីតាំងឲ្យហើយស្អែកព្រឹកពួកគេនឹងទៅតំបន់នោះដឹងហើយអរគុណលោកវាងលាវផ្ញើព័ត៌មានលឿនមែនលោកលូខ្ញុំមិនបានអីចឹងសារនៅលើទូរស័ព្ទនេះជាអ្វីលាវឲ្យបងហៃសេងល្អនឹងអ្នកណាតែអ្នកបាយជាក្បត់គាត់ខ្ញុំមិនចង់ទេលោកវាងបង្ខំខ្ញុំលុយរបស់លោកវាងងាយរកណាស់មែនទេផ្ញើសារទៅគាត់ប្រាប់ថាតំបន់ថ្មប៉ប្រែទឹកនោះទេសភាពស្អាតណាស់ឲ្យគាត់ត្រៀមដេកនៅទីនោះជារៀងរហូតបងហៃសេងកុំបារម្ភបើអាម្នាក់នេះហ៊ានលេងល្បិចខ្ញុំនឹងវាយក្បាលវាឲ្យបែកកុំខ្ញុំផ្ញើលើនេះវាតាមខ្ញុំនិយាយមួយពាក្យក៏ហាមខុសនិយាយថាពួកយើងបានដល់តំបន់ថ្មប៉ប្រែទឹកហើយឃើញហ្វុងព្រៃជាច្រើនឲ្យគាត់ប្រញាប់នាំនាវាមកជួយទទួលបងហៃសេងបើលោកវាងដឹងគាត់មិនលើកលែងខ្ញុំទេឥឡូវនេះអ្នកនៅមានជំរឿទៀតឬហាលូហៃសេងអាល្ងងនោះពិតជាទៅតំបន់ថ្មប៉ប្រែទឹកមរណៈមែនលោកចាំងប្រញាប់បញ្ជូននាវានេសាទធុនធ្ងន់3គ្រឿងទៅភ្លាមឡំព័ទ្ធតំបន់សមុទ្រនោះឲ្យជិត
ថ្ងៃនេះខ្ញុំនឹងឲ្យតកូលូទាំងមនុស្សទាំងទូកបាត់បង់នៅទីនោះទាំងអស់លោកវាងតំបន់សមុទ្រនោះមានថ្មប្រះទឹកច្រើនណាស់បើទូកយើងទៅវានឹងមិនមានបញ្ហាទេទូកតូចរបស់លោកហៃសេងនៅហ៊ានទៅទូកខ្ញុំតើត្រូវខ្លាចអីប្រញាប់ទៅធ្វើឲ្យលឿនកុំឲ្យកូននោះរត់រួចបងហៃសេងបងពិតជាអស្ចារ្យមែនមើលទៅក្រោមទឹកសុទ្ធតែត្រីលឿងធំប្រៃមានមួយធំប៉ុនដៃកុំនិយាយច្រើនប្រញាប់លើកសំណាញ់ទូករបស់វាងលីនប្រហែលជាបុកធ្មេញនៅខ្សែសញ្ញានោះហើយហើយហេលើកនេះកូននោះខាត់ដល់ឆ្អឹងហើយបងទ្រព្យសម្បត្តិសំណាញ់មួយនេះយ៉ាងហោចណាស់ក៏បានរាប់សែនយន់ដែរមែនទេប៉ាន់ស្មានទៀតបំផុត5សែនយន់យើងមានហើយតែមានអ្នកត្រូវស៊ើយវិញលោកហៃសេងអ្នកហ៊ានដាក់អន្ទាក់ខ្ញុំទុក3គ្រឿងបុកថ្មអស់ហើយតើអ្នកដឹងមុនហើយឬចិត្តណាบอกខ្ញុំមែនទេលោកវាងនិយាយបែបនេះខ្ញុំគ្រាន់តែជាអ្នកនេសាទមិនដឹងរឿងផ្លិតទេតែខ្ញុំមើលថាថ្ងៃនេះលោកវាងខាត់ធ្ងន់ណាស់ថ្លៃជួសជុលទុក3គ្រឿងមិនតិចទេជប់ធ្វើឡើងទៅលោកលៀវណានាំគាត់មកលោកវាងចង់បានមនុស្សតែជួងបោះឆ្កែនៅលើទុកយើងចុះទៅបានជួយខ្ញុំផងខ្ញុំត្រូវគេបង្ខំទេលោកគាត់បង្ខំឲ្យខ្ញុំផ្សាយព័ត៌មានខ្លាំងៗមនុស្សឥតប្រយោជន៍លោកវាងនិយាយមកទេគ្មានន័យទេតែជួងបើកសម្លេងថតឲ្យគ្រប់គ្នាស្ដាប់ថាលោកវាងបញ្ជាលោកលៀវឲ្យមកបំផ្លាញទុកខ្ញុំយ៉ាងដូចម្ដេចលោកវាងខាងលោកហៃសេងខ្ញុំដោះស្រាយរួចហើយឧបករណ៍នេះវាចោលខ្ញុំកែរួចទីនេះថាគាត់រកផ្លូវត្រឡប់មិនឃើញពេលទុកលោកទៅដល់ទាំងមនុស្សទាំងទំនិញនឹងខ្លាចជារបស់លោកធ្វើបានល្អការងារសម្រាប់ខ្ញុំមិនឲ្យអ្នកខាតទេអញហ៊ានថតសម្លេងចាំខ្ញុំជូនលោកវាងល្ខោនមួយឈុតឈ្មោះថាអាម៉ាស់ដោយខ្លួនឯងលោកហៃសេងឲ្យស្រាមិនផឹកចង់ផឹកតុនកម្មមែនថ្ងៃនេះបើមានត្រីមួយក្បាលអាចលក់ចេញពីទីក្រុងជៀងហៃបានខ្ញុំនឹងបដូរត្រកូលតាមអ្នកស្ដាប់ឲ្យច្បាស់អ្នកទិញគ្រឿងសមុទ្រទាំងអស់នៅជៀងហៃចាប់ពីពេលនេះអ្នកណាហ៊ានទិញត្រីរបស់លោកហៃសេងគឺប្រឆាំងនឹងត្រកូលវាងខ្ញុំវាងលីននិយាយហើយប្រាក់ពីនៃបំពេញកិច្ចសន្យាខ្ញុំចេញឲ្យតែអ្នកណាទទួលទិញអ្នកនោះចប់លោកវាងពួកយើងរកស៊ីតូចតែទេលោកធ្វើបែបនេះពិបាកដល់ពួកយើងណាស់ខ្ញុំកំពុងជួយអ្នកទេត្រកូលលោកគ្រាន់តែជាអ្នករកប៉ុណ្ណោះថ្ងៃនេះចេញសមុទ្របានថ្ងៃស្អែកទុកប្រហែលលិចក៏ថាបានបើខកខានការផ្គត់ផ្គង់ពួកអ្នកយកអ្វីទៅសម្រាប់ពីណីលោកវាងតែពួកយើងបានកក់ប្រាក់មុនហើយប្រាក់កក់ខ្ញុំសំទ្វេដងឥឡូវលោកការបញ្ជាទិញភ្លាមបើមិនដូច្នោះទេថ្ងៃក្រោយទំនិញរបស់ត្រកូលវាងបងគុណទើបមានថៅកែ3នាក់ទៀតមកដកប្រាក់កក់នេះជាហាងទី7ហើយពួកគេថាវាងលីនបានប្រកាសអ្នកណាទទួលទំនិញយើងអ្នកនោះកុំសង្ឃឹមរកស៊ីនៅជៀងហៃទៀតដកក៏ដកទៅចាំឈ្មោះពួកគេទុកតែបងហៃសេងបើត្រីលឿងធំទាំងនេះលក់មិនអស់យប់នេះថ្ងៃស្អែកវានឹងខូចអស់ពួកយើងបានដាក់ទ្រព្យសម្បត្តិទាំងអស់ចូលហើយភ័យអីវាងលីនអាចបិទទីក្រុងជៀងហៃបានតែគេបិទប្រទេសទាំងមូលមិនបានទេបងហៃសេងមានន័យថាតម្លើងកាមេរ៉ាឲ្យរួចរងចាំទូរស័ព្ទពីខ្ញុំលោកលូយប់ជ្រៅហើយនៅទូរស័ព្ទមកមានទំនិញល្អឲ្យខ្ញុំទៀតឬលោកជាងលើកនេះប្រហែលត្រូវរំខានលោកហើយខាងខ្ញុំមានបញ្ហាបន្តិចវាងលីនមានរាងការលក់ត្រីលឿងធំព្រៃល្អបំផុតមួយទូកលក់មិនចេញទេឲ្យខ្ញុំមើលទំនិញសិនគុណភាពនេះទំហំបែបនេះលោកលូម្ចាស់ទូកអ្នករកឃើញកំណត់មែនទេនិយាយមកតម្លៃប៉ុន្មានខ្ញុំទិញទាំងអស់អ្នកស្រីជាងមិនមែនបញ្ហាលុយទេបញ្ហាសំខាន់គឺពេលវេលាមិនទាន់ទំនិញនេះអាចទុកបានត្រឹមព្រឹកស្អែកប៉ុណ្ណោះវាងលីនចង់បំផ្លាញអ្នកលោកហៃសេងបង្វែរកាមេរ៉ាទៅកាន់ទំនិញរបស់អ្នកបងហៃសេងតើអ្នកស្រីជាងថាយ៉ាងម៉េចបងចឹងគាត់ប្រាប់ឲ្យយើងរងចាំសិនគាត់ឲ្យខ្ញុំរងចាំបងហៃសេងបើទំនិញមួយទូកនេះលក់មិនចេញយើងខាត់ធំមិនខានទេរងចាំបន្តិចទៀតបងហៃសេងមើលទៅវីដេអូពីអ្នកស្រីជាងមកទៀតហើយរួចរាល់ហើយលោកលូក្រុមរថយន្តដឹកទំនិញត្រជាក់របស់សន្តាគារកាយតាមនៅខេត្តនឹងមកដល់កំពង់ផែជៀងហៃក្នុង3ម៉ោងទៀតខ្ញុំទិញក្នុងតម្លៃខ្ពស់ជាងទីផ្សារក្នុងស្រុក30ទំនិញនេះខ្ញុំយកទាំងអស់អ្នកស្រីជាងចិត្តធំណាស់មិនខ្លាចខាតទេអ្នកមើលសារតម្លៃទំនិញនេះពេកហើយត្រីលឿងប្រៃដែលមានគុណភាពបែបនេះអ្នកមាននៅខេត្តប្រជែងគ្នាក៏មិនប្រកាសថាទិញបានយ៉ាងទៀតបើវាងលីនចង់បិទផ្លូវរកស៊ីខ្ញុំជាងស៊ីឈិននឹងលេងជាមួយគេចាំមើលថាមុខមាត់ត្រកូលវាងធំជាងឬបណ្ដាញត្រកូលជាងខ្លាំងជាងអញ្ចឹងសូមរៀបចំដិតទៅចុះកុំគូសំអីយើងជាដៃគូសហការគ្នាមែនទេអូមែនហើយលោកលូលើកក្រោយចេញសមុទ្រសូមប្រាប់ខ្ញុំជាមុនផងទំនិញល្អបែបនេះខ្ញុំមិនចង់ឲ្យអ្នកផ្សេងយកមុនទេអូយម៉ែអើយបងហៃសេងមើលទៅរថយន្តដឹកទំនិញត្រជាក់ជាង10គ្រឿងសុទ្ធតែមានស្លាកក្រុមហ៊ុនភោជនីយដ្ឋានល្បីនៅខេត្តនោះជាក្បួនរថយន្តរបស់ត្រកូលជាងលោកលូម្សិលមិញខ្ញុំត្រូវគេបង្ខំសូមអភ័យទោសផងលោកវាងកាលពីម្សិលមិញពេលអ្នកសងប្រាក់កក់វិញអ្នកមិនបាននិយាយថាត្រូវគេបង្ខំទេលោកលូពួកយើងពិតជាមានការលំបាកវាងលីនដាក់សម្ពាធខ្លាំងពេក
សូមផ្ដល់ឱកាសឲ្យយើងម្ដងទៀតខ្ញុំធ្លាប់ឲ្យឱកាសអ្នកហើយតែអ្នកខ្លួនឯងបោះបង់វាតែឈួងដឹកទំនិញឡើងទំនិញរបស់យើងលក់ឲ្យតែអ្នកដែលចេះឲ្យតម្លៃប៉ុណ្ណោះមានរឿងអ្វីហេតុអ្វីជាងស៊ីឈិនមកជ្រៀតជ្រែកភ្លាមមិនមែនអ្នកថាគាត់រកស៊ីតែនៅខេត្តទេលោកវ៉ាពួកយើងក៏មិននឹកស្មានដែរត្រកូលជានឹងបញ្ជូនក្បួនរថយន្តមកដើម្បីលួចហៃសេងមនុស្សតូចម្នាក់នេះសុទ្ធតែពួកអត់ប្រយោជន៍លោកវ៉ាអរគុណដែលបិទផ្លូវរកស៊ីខ្ញុំទាំងស្រុងវាជួយខ្ញុំកុំចាត់អ្នកខ្សោយចិត្តទាំងអស់ប្រាក់ចំណេញនៅខេត្តក្រអូបណាស់លួចហៃសេងកំពូតពេកនេះទើបតែចាប់ផ្ដើមទេអញ្ចឹងខ្ញុំនឹងរងចាំមែនហើយលោកវ៉ាអ្នកស្រីចឹងនិយាយថាពីនេះទៅទំនិញរបស់ខ្ញុំគាត់ទិញទាំងអស់ហើយថ្លៃខ្ពស់ជាងទីផ្សារក្នុងស្រុក30ទៀតលោកវ៉ាចង់ប្រជែងទិញដែរទេហានចុងគុំឈររងភ្នែកលោកវ៉ានៅទីនេះអាកំណត់ជាងស៊ីឈិនម្នាក់ទៀតហើយខុសផែនការខ្ញុំជាច្រើននោះហើយបងហៃសេងឡាដារកឃើញសញ្ញាសុំជំនួយដូចជាទូកនេសាទមួយជួបគ្រោះថ្នាក់នៅតំបន់ថ្មប៉ប្រទឹករីកាទីមកទីហាត់គ្នាចម្ងាយ3ម៉ៃសមុទ្រអូបងហៃសេងនោះមិនមែនជាទូករបស់លីជៀនកាងទេមែនហើយបងហៃសេងចាស់នោះធ្លាប់បង្កាច់បង្ខូចយើងរហូតត្រូវបងពីណៃទៅរួចខ្លួនឥឡូវគាត់ជួបគ្រោះថ្នាក់យើងបោះខ្សែសង្គ្រោះត្រៀមអូសទុកបងហៃសេងពិតជាជួយគាត់មែនឬការជួយសង្គ្រោះមនុស្សនៅសមុទ្រជាច្បាប់ដែលអ្នកនេសាទគោរពមិនពាក់ព័ន្ធនឹងគុណតម្លៃលោកហៃសេងថ្ងៃនេះបើគ្មានអ្នកជីវិតចាស់របស់ខ្ញុំច្បាស់ជាបាត់នៅសមុទ្រហើយខ្ញុំពិតជាមិនដឹងថាត្រូវអរគុណអ្នកយ៉ាងណាទេមិនបាច់អរគុណទេទោះជាអ្នកណាក៏ខ្ញុំជួយដែរហៃសេងទេលោកលូខ្ញុំដឹងថាពីមុនខ្ញុំក៏ហើយខ្ញុំចាស់ហងវែងត្រូវលៀបលន់បិទភ្នែកសូមអភ័យទោសឲ្យខ្ញុំលើកនេះផងពីថ្ងៃនេះទៅជីវិតរបស់ខ្ញុំលីជាការជារបស់អ្នកលោកលីការជួយសង្គ្រោះមនុស្សនៅលើសមុទ្រគឺជាច្បាប់ដែលបុព្វបុរសបានបន្សល់ទុករវាងខ្ញុំនិងគ្រួសារលីមិនមានជំពាក់គុណឬគំនុំអ្វីទេនៅដោយសុខសាន្តរៀងខ្លួនលោកហៃសេងតើអ្នកពិតជាមិននៅសមមនុស្សចិត្តណាចាស់បន្តិចសោះឬឪពុកខ្ញុំខ្លាចជាបែបនេះហើយអ្នកមិនអាចជួយពួកយើងបានទេមនុស្សចិត្តណាចាស់លីជាការអ្នកសុំបែកពីខ្ញុំហេតុអ្វីមិននឹកឃើញមនុស្សចិត្តណាចាស់បងហានខ្ញុំវ៉ាងលេងបុរសនោះគឺលោកហៃសេងខ្ញុំសឹកបានច្បាស់អស់ហើយមានព័ត៌មានលម្អិតទាំងអស់របស់គេរួមទាំងពេលចេញសមុទ្រនិងផ្លូវធ្វើដំណើរទាំងអស់នៅក្នុងនេះតម្លៃអាចចរចាបានដរាបណាបងហ៊ានអាចធ្វើឲ្យគេបាត់ខ្លួនជារៀងរហូតនៅលើសមុទ្រត្រូវចំណាយប្រមាណខ្ញុំក៏ព្រមលោកហៃសេងអ្នកនឹងស្ដាយក្រោយអ្នកប្រកាសជាស្ដាយក្រោយអ្នកដែលស្ដាយក្រោយមិនមែនជាខ្ញុំទេបន្ថយល្បឿនបើកភ្លើងស្វែងរកបងហៃសេងមើលទៅមុខនោះជាជ្រុះបាតសមុទ្រសូណាបង្ហាញថាជម្រៅលើស100ម៉ែត្រគឺកន្លែងនេះហើយជីតាខ្ញុំធ្លាប់និយាយកន្លែងដែលសូណារកមិនឃើញជាញឹកញាប់លាក់គ្រោះថ្នាក់ធំអញ្ចឹងយើងធ្វើម៉េចចុះទៅមើលអីបងហៃសេងបងឈួតហើយឬជ្រៅបែបនេះបើមានរឿងអីគ្មានបើទេយកឧបករណ៍មួយទឹកមកអញ្ចឹងបងប្រយ័ត្នផងកុំបារម្ភខ្ញុំដឹងថាខ្ញុំកំពុងធ្វើអ្វីខ្ញុំមិនមុតជ្រៅពេកទេឬខ្ញុំទេលីបងហៃសេងខាងបងយ៉ាងម៉េចហើយចរន្តទឹកខ្លាំងណាស់បើចុះទៀតបងហៃសេងប្រយ័ត្នផងអុកស៊ីសែនអាចប្រើបានតែ20នាទីគ្រប់គ្រាន់ហើយនោះជាអ្វីត្រីទូណាប្រូជៀវចាំម្លេះយ៉ាងហោចណាស់ក៏ជាង100ក្បាលកុំខ្វល់ពីខ្ញុំប្រញាប់លើកសំណាញ់ប្រើសំណាញ់អូសធំបំផុតបងហៃសេងសំណាញ់ធ្ងន់ពេកហើយវិញទាញចិត្តទ្រាំមិនបានហើយបន្ថែមកម្លាំងអស់សមត្ថភាពហើយអីចឹងទីនៅដៃឲ្យស្លាប់មានត្រីប៉ុន្មានទៅបែបនេះបងហៃសេងមើលឃ្លាំងត្រីសុទ្ធតែត្រីទូណាប្រូជាគុណភាពល្អបំផុតព្រះអើយនេះមានតម្លៃប៉ុន្មានទៅយ៉ាងហោចណាស់10លានយ៉ន10លានយ៉នតាក់ទងជាងសេយោឈីងភ្លាមឲ្យយើងជូនដំណឹងដល់អតិថិជនលំដាប់ខ្ពស់ទាំងអស់ប្រាប់ថាយើងមានទំនិញបានមើលនោះជាទូករបស់លោកហៃសេងព្រះអើយនោះជាត្រីទូណាប្រូជាមែនទេត្រីទូណាប្រូជាធំម្លេះលើកនេះលោកហៃសេងទំនិញធំហើយអ្នកទាំងអស់គ្នាត្រីទូណាប្រូជានេះមានទម្ងន់320គីឡូក្រាមគុណភាពល្អឥតខ្ចោះតម្លៃចាប់ផ្ដើមដេញថ្លៃ5សែនយ៉ន55ម៉ឺន70ម៉ឺន70ម៉ឺនលើកទី1 70ម៉ឺនលើកទី2លោកសូមអបអរសាទរលោកម្ចាស់ថ្មី
Lưu hay Sên, lúc tụm này ní ó nẹt nâng tụi ban dạng hỏi na đọc ram liền giòn. Lục Lưu mình bán chút du hời. Lục bán miếng ca vậy. Ngày ní khiêm một. Trong bị sa ca chỉ mùi Lục Lưu. Khiêm viên dọc pi liền giòn châu trong rồi bỏ nè. Chấm nén chạy khi ha sập, dạng mấy. Lục bán cất cú chấm nén ban lọ nè. Lục Lưu công phải nhập bà để sai. Bị cao khiêm miên nẹt miên ẩm nai pi ti rung khai control. Thưa ca chỉ mùi khiêm. Khi nhị thà nẹt ai đa ban đại khiêm nẹt hiên pa nơi trong chẳng hay. Khiêm nẹt hiên pa. Trâu hai miên lôi trâu rục chỉ mùi khỉ. Trong sa ca. Lúc chụp công sân. Bị đại nẹt flop chơi khiêm nơi cầm bùng phải. Nhị dây đặt luôn anh mùi rồi đòn. Tha mấy. Mấy Lục vang đập mà nữ. Để chẳng khiêm nâng lùm lật ỏi. Cao nút nẹt hai khiêm thả vậy. Mà nút on. Muốn chỉ vật nít nẹt nâng bán tay bằng kia khôi tận nọ. Lưu hay Sên. Cùng hú hai p. Hú hai mình tê Lục vang. Trong ní có mình bán hái. Cho ca bị muốn p nẹt kia bằng plan tục khiêm. Hai vậy mình kết thao vì hú hai. Lưu hai Sên chăm mờ tờ. Và khlang men cùng trên sầm một. Khiêm mình phơi ở sầm bay tại túc ở trên pi cùng hai mình đuổi. Mẹ nữ. Để chẳng khiêm mình rong chăm mờ. Ní chị ai xa cho mình chỉ cầm hồn. Hai ní chị kết rong pin bị hôn sông mờ cho. Lùm bà hai. Ní dây ở vậy chú để chắn. Ai lâu ní dương chị đại cu sọc bạp hai. Mấy. Nè mình sọc chật tế. Cùng rong đại khiêm mơ khơi thả lọ. Mình đã chơi không lời. Chưa chạy cùng rong sầm khăn tay mình sầm khăn chiền. Mơ tên cùng rong tên mình nút mình bán tới. Ở côn. Pini tới nẹt tới xem lần ca bịa chụp hời. Ai lâu nẹt chi bật thiên cầm hồn hời. Khiêm nơi tay mình sờ xem. Trên sầm một miên sợi thuyết chiền. Lưu hay Sên. Trên một chục khiêm. Nẹt nghiêng. Xông cùng sài lô la nơi tì nì. Khiêm một rục Lưu hay Sên ở kia trên một chục khiêm. Lục Lưu vâng nè. Khiêm pe chục nhẹ tề. Hai đứa vậy mình chục khiêm. Khiêm chi sòng xa quạt. Lục Lưu nghiêng sòng xa pe nè. Rồi nhặt trên từ. Chúc quát có tờ cọ một đáy. Lưu hay Sên. Nẹt chi mình nụ ọt côn. Xông chặt trên thuyền. Ba mình được chẳng tê dương lần hai bồ lý. Lưới rồi bỏ Lưu hay Sên pẹ cần đá chi rồi bỏ khiêm. À thế cái sòng xa rồi bỏ nhẹ một con đường hài. Ở sang từ sốc đọc xài hài. Nẹt mình ăn đất nghiêng xót. Ăn đất. Trâu hơi ní ỏi nẹt. Ní chìa vậy. Han phên. Cú pro trên bất bạc có rồi bỏ Lưu hay Sên một hài. Sông xoa cung nẹtទាំងអស់គ្នាមកកាន់វេទិកាផ្លាស់ប្ដូរវិស័យអាហារសមុទ្រសូមអញ្ជើញលោក Han Feng ប្រធានសភាពាណិជ្ជកម្មថ្លែងសុំត្រប់ថាសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះអញ្ជើញអ្នកទាំងអស់មកដើម្បីនិយាយអំពីស្តង់ដារក្នុងវិស័យនេះថ្មីនេះខ្ញុំមើលថាមានអ្នកទើបចូលវិស័យខ្លះមិនសូវយល់ច្បាប់ទៅនេសាទនៅតំបន់ហាមឃាត់ក្នុងសមុទ្រត្រូវបំផ្លាញប្រព័ន្ធអេកូឡូស៊ីលោក Lưu hay Sên លើថាថ្មីនេះអ្នកចាប់បានត្រីធូណាជាច្រើនមានបន្តិចមែនខ្ញុំថាមិនមែនតែបន្តិចទេយ៉ាងតិចក៏ជា100ក្បាលដែរបរិមាណនេសាទរបស់អ្នកសង្ស័យថាបំផ្លាញបរិស្ថានសមុទ្រតាមបទបញ្ញត្តិវិស័យអាជ្ញាប័ណ្ណអ្នកត្រូវដកហូតបទបញ្ញត្តិមួយណាលោក Lưu អ្នកទើបចូលវិស័យមិនយល់ច្បាប់ខ្ញុំយល់បានតែច្បាប់គឺជាច្បាប់ប្រធានហាននិយាយត្រូវ Lưu hay Sên អ្នកគ្រាន់តែជាអ្នកនេសាទតូចម្នាក់យល់អ្វីពីច្បាប់លោក Lưu ខ្ញុំមិនចង់ធ្វើឲ្យអ្នកពិបាកទេប្រកបគោលអត់ដល់នៃតំបន់នេសាទរបស់អ្នកមកខ្ញុំធានាថាអ្នកអាចរកស៊ីនៅទីក្រុងចិនហៃដោយសុខសាន្តប្រធានហេនច្បាប់បង្កើតដោយមនុស្សអ្នកណាចង់ដណ្ដើមដែនសមុទ្ររបស់ខ្ញុំត្រូវមើលថាខ្លួនមានជីវិតត្រឡប់មកវិញឬអត់លោក Lưu នេះអ្នកកំពុងគំរាមខ្ញុំឬក្លាហានមែនចាំមើលថាអ្នករឹងបានដល់ពេលណាខ្ញុំក៏ចង់ឃើញដែរតើសភាពាណិជ្ជកម្មរបស់ប្រធានហានអាចគ្រប់គ្រងដល់សមុទ្រជ្រៅអត់ប្រធានហ៊ានខ្ញុំមានអាជ្ញាប័ណ្ណនេសាទស្របច្បាប់គ្រប់ឯកសារហើយក៏មានលិខិតអនុញ្ញាតស្ទង់ស្រាវជ្រាវពិសេសពីអាជ្ញាធរការពីវត្ថុបុរាណចង់មើលទេហេលោក Lưu ត្រៀមខ្លួនបានល្អមែនមិនហ៊ានទេរកស៊ីក៏ត្រូវស្របច្បាប់ដែរល្អណាស់លោក Lưu ខ្ញុំចាំអ្នកហើយមិនបាច់ចាំទេខ្ញុំនៅទីនេះជានិច្ច Lưu hay Sên តោះទៅប្រធានហេនបែបនេះក៏លេងគេមែនលេងគេអ្នកគិតថាខ្ញុំកំពុងនិយាយហេតុផលជាមួយគេមិនស្គាល់គុណទេយប់នេះយកកប៉ាល់ពីគ្រឿងដែលនៅសល់របស់គេបំបាក់ឲ្យលេចនៅកំពង់ផែទាំងអស់យល់ហើយ Lưu hay Sên អ្នកគិតថាមានក្រដាសប៉ុន្មានសន្លឹកអាចការពារអ្នកបានឬនៅលើសមុទ្រនេះពាក្យរបស់ខ្ញុំ Han Feng ទើបជាច្បាប់ស្រាលដៃបន្តិចកុំឲ្យគេដឹងបងលីងចាក់សាំងរួចហើយដុតវាទៅឲ្យអ្នកក្រនេះសសំបេកប៉ាល់ក៏អត់លោកបានយកជ្រើហើយមិនតន់ទិញទេមកផ្ដល់ភាពកក់ក្ដៅឲ្យខ្ញុំដល់ចិត្តណាមែនអ្នកមិន
បងហើយសេងដឹងជាមុនហើយថាមានអ្នកចង់លេងដើម្បីចុកគាត់លោកវ៉ាងសម្មិតប៉ូលីសចង់និយាយជាមួយអ្នកអំពីទោសបាត់ដុតបំផ្លាញកុំចាប់ខ្ញុំលោកហើយសេងអ្នកហ៊ានដាក់អន្ទាក់ខ្ញុំគ្រាន់តែដំឡើងកាមេរ៉ាពីរបីគ្រាប់លើកប៉ារបស់ខ្ញុំប៉ុណ្ណោះលោកវ៉ាងសហការល្អណាស់ដឹកភស្តុតាងមកជូនដោយខ្លួនឯងខ្ញុំស្ទើរតែមិនហ៊ានបដិសេធផងនាំពួកគេចេញទៅលោកលូនេះជាលិខិតលាលែងពីការងាររបស់ខ្ញុំលោកហ៊ានផ្ដល់ប្រាក់ខែ3 ដងហើយមានធានារ៉ាប់រងគ្រប់មុខទៀតពួកយើងក៏ឈប់ដែរនៅជាមួយអ្នកចេញសមុទ្រសំបីតែថ្លៃប្រេងក៏ចិត្តគ្មានបងហើយពួកអត់តែញោទាំងអស់បើមិនមែនដោយសារបងហើយសេងកាងទេលោកលូមិនមែនពួកយើងគ្មានមនោសញ្ចេតនាទេតែខាងនោះឲ្យអត្ថប្រយោជន៍ច្រើនពេកសូមលោកថៃខ្លួនផងផ្នែកហិរញ្ញវត្ថុបើកប្រាក់ខែឲ្យពួកគេហាលោកលូពិតជាចិត្តទូលាយមែនបងប្អូនអញ្ជើញទៅទទួលប្រាក់ជំនួយតាំងពីលំនៅពីលោកហ៊ានមេឃចង់ភ្លៀងម្ដាយចង់រៀបការបើចង់ធ្វើឆ្កែខ្ញុំមិនរារាំងទេអ្នកមានន័យថាម៉េចគ្មានអ្វីទេសូមឲ្យអនាគតរបស់អ្នកភ្លឺស្វាងតាចាំងជុំភ្ញៀវចេញបងហើយសេងតំបន់សមុទ្រនេះពីមុនមិនដែលមានអ្នកណាហ៊ានបោះអ៊ូនទេបោះអ៊ូនទៅនេះជាអ្វីអាហារសមុទ្រលំដាប់កំពូលថតរូបផ្ញើចូលក្រុមហ៊ុនបងហើយសេងពួកក្បត់នោះឃើញហើយប្រកាសជាស្ដាយក្រោយស្លាប់ហាមកអបអសាទរការផ្លាស់ការងាររបស់យើងខាងលោកហ៊ានហាចាស់លីមើលក្នុងក្រុមលឿននេះជាសឺសានហូតម្លៃឡើងដល់មេឃហើយពួកយើងមិនមែនចប់ហើយឥឡូវសូមអញ្ជើញភ្ញៀវកិត្តិយសចុងក្រោយនៃកម្មវិធីនេះលោកលូដល់វែងយើងឡើងហើយព្រះអើយស្ត្រីម្នាក់នោះជានរណាដូចជាកូនស្រីរបស់ក្រុមហ៊ុនជាងសឺសានហូលំដាប់កំពូលរបស់កំមដែល10 ឆ្នាំទៅជួបម្ដងលោកលូទំនេញនេះខ្ញុំយកទាំងអស់តម្លៃលោកកំណត់តាមចិត្តលោកវ៉ាងខ្ញុំជាអ្នកមើលមុនលោកលូខ្ញុំឲ្យថ្លៃទ្វេដងមួយសិនសឺសានហូដែលគេថានេះគុណភាពនៅតែត្រូវពិនិត្យទៀតខ្ញុំស្នើឲ្យស្ថាប័នជំនាញវិតម្លៃម្ដងទៀតបើសិនជារបស់ខ្លាំងខ្លាយលាពណ៌នោះនឹងបំផ្លាញកេរ្តិ៍ឈ្មោះអ្នកទាំងអស់គ្នាលោកប្រធានហ៊ានបារម្ភចូលហើយខ្ញុំបានអញ្ជើញប្រធានអ្នកជំនាញនៃវិទ្យាស្ថានសាស្ត្រជ្រាវជ្រៅសាស្ត្រសមុទ្រអន្តរជាតិបន្ទាប់ពីការត្រួតពិនិត្យជំនាញសឺសានហូទាំងនេះទាំងភាពសុទ្ធអាយុនិងពណ៌សុទ្ធតែល្អបំផុតនេះជាគំរូល្អបំផុតដែលខ្ញុំធ្លាប់ឃើញក្នុងរយៈពេល30 ឆ្នាំលោកលូសូមរក្សានាមប័ណ្ណរបស់ខ្ញុំអនាគតទំនិញរបស់លោកខ្ញុំទទួលទាំងអស់លោកលូអាចផ្ដល់កិត្តិយសពិភាក្សាកិច្ចសហការបានទេអ្នកទាំងអស់គ្នាប៉ុន្តែនៅទីនេះមានលោកប្រធានហ៊ានច្បាប់នៅទីក្រុងចង្ហៃនៅតែត្រូវគាត់ជាអ្នកសម្រេចមិនមែនឬលោកលូនិយាយលេងហើយការផ្ដាច់មុខដរាបណាសមុទ្រនៅតែមានច្បាប់របស់ទីក្រុងចង្ហៃមិនមែនមនុស្សម្នាក់អាចសម្រេចតែម្នាក់ឯងទេឲ្យសមាគមចេញសេចក្តីជូនដំណឹងបិទគប់ទូទាំងខេត្តភ្លាមខ្ញុំចង់ឲ្យលោកហ៊ានសេងចាប់ពីថ្ងៃស្អែកសូម្បីតែត្រីងាប់មួយក៏លោកមិនចេញលោកលូមានបញ្ហាហើយនិយាយមកសារទំនើបលក់អាហារសមុទ្រធំ15 កន្លែងសុខចិត្តសំប្រាក់ពីនៃក៏ត្រូវការបញ្ចប់កិច្ចសហការជាមួយយើងភ្លាមដែរមិនបានជាបែបនេះហើយក៏មានភោជនីយដ្ឋានជាង20 កន្លែងផ្ញើលិខិតបញ្ចប់កិច្ចសន្យាដែរអាហារសមុទ្រក្នុងឃ្លាំងលក់មិនចេញខ្សែសង្វាក់ហិរញ្ញវត្ថុក៏តានតឹងបើបន្តបែបនេះក្រុមហ៊ុនប្រហែលជាសូម្បីតែបណ្ដាញផ្ទាល់ខ្លួនរបស់ខ្ញុំក៏ត្រូវរារាំងហាងហ្វុងបានចេញបទបញ្ជាបិទគប់កម្រិតខ្ពស់បំផុតទូទាំងខេត្តរួចហើយអ្នកទាំងអស់គ្នាចេញទៅទុកឲ្យខ្ញុំនៅស្ងៀមម្នាក់ឯងបងហើយសេងចេញទៅតែពិតជាគ្មានផ្លូវទៅមុខទៀតហើយឬទេប្រកាសជានៅមានវិធីផ្សេងទៀតលោកតាវត្ថុដែលលោកតាបន្សល់ទុកអាចណែនាំផ្លូវឲ្យខ្ញុំពិតមែនឬនេះគឺតំបន់ហាមឃាត់នៃសេចក្តីស្លាប់កប៉ាល់លេខសម័យរាជវង្សមីង
Chàng sư chiên tà chuông. Miên ai cả lang bong hàn xén. Hiên phong kịch thả cắt plơ rục siរបស់ខ្ញុំ នឹងអាចធ្វើឲ្យខ្ញុំអត់ភ្លឺរស់តែគេភ្លេចហើយខ្ញុំលូហៃសេងកាត់មកដើម្បីត្រឡប់សមុទ្រទាំងមូលអញចង់ទៅតំបន់ស្លាប់មែនបើសមុទ្រជិតឆ្នេរលែងមានភ្លឺរស់អញ្ចឹងយើងទៅលើកកប៉ាល់លិចដែលមានអាយុរាប់រយឆ្នាំនោះឡើងហើយវាក្បាលហ៊ីនហ្វុងឲ្យខ្ទេចបងហៃសេងខ្ញុំទៅជាមួយខ្ញុំក៏ទៅដែរយកព្រមចេញដំណើរបន្ទាប់ពី3ថ្ងៃខាងលូហៃសេងទៅដល់ណាហើយអ្នកមីងខ្ញុំហៅថាពួកគេនឹងទៅតំបន់ស្លាប់ទៅលើកប៉ាល់លិច A1 ហាហាពិតជាគួរឲ្យសម្រាប់10ឆ្នាំមកនេះគ្មានអ្នកណារកឃើញកប៉ាល់លិចនោះទេតែគេវិញថានឹងរកឃើញសុបិនថ្ងៃត្រង់សុទ្ធល្អណាស់ឲ្យវាលិចបាត់ក្នុងបាតសមុទ្រទៅជីតាទុកមិនមែនតែសម្បត្តិមួយទេតាឈួងបិទទ្វារបងហៃសេងថ្ងៃភ្លឺបិទទ្វារធ្វើអីកុំនិយាយច្រើនចន្លោះស្រទាប់នេះមានលាក់ទុកអីទៀតបងហៃសេងកំពុងធ្វើអីយកកាំបិទវាកាត់សម្បត្តិបិទមាត់កុំនិយាយក្រដាស់នេះលឿងអស់ហើយបើខូចទៅខ្ញុំថាបិទមាត់បានរកឃើញអីហើយកូអដនេតំបន់សមុទ្រជ្រៅហាមឃាត់កប៉ាល់លិចសម័យរាជវង្សមីងគត់មានសមុទ្រខាងត្បូងមួយទូគត់ជំនាញនោះថ្លៃណាស់ឬមួយគ្រាប់អាចស្មើប្រាក់ខែ10ឆ្នាំអាយ៉ាអញ្ចឹងមួយទូមានតម្លៃប៉ុន្មានល្មមធ្វើឲ្យពួកហ៊ានហ្វុងឈួតបានកាត់ផ្លូវរកស៊ីរបស់ខ្ញុំអញ្ចឹងខ្ញុំនឹងទៅដល់បល្ល័ង្កកស្ដេចនាគសមុទ្រហើយដណ្ដើមឱកាសត្រឡប់មកវិញដោយខ្លួនឯងបងហៃសេងគោអត់នេះនៅសមុទ្រអន្តរជាតិតំបន់នោះខ្ញុំស្គាល់ជ្រុំទឹកខ្លាំងជុំនឹងថ្មប៉ែទឹកគ្រោះថ្នាក់3ជាន់អញ្ចឹងយើងនៅតែទៅបើមិនទៅចាំឲ្យហែងហ្វុងកាត់ផ្លូវរស់ឬខ្ញុំតាឈូងនឹងទៅជាមួយបងមានខ្ញុំទៀតនាងមកធ្វើអីយល់ថាអ្នកនឹងចេញសមុទ្រខ្ញុំបានរៀបចំនាវាជំនួយមួយគ្រឿងមកហើយខ្ញុំមិនត្រូវការវាបំពាក់ឧបករណ៍មួយទឹកកម្រិតខ្ពស់និងស្រោមការពាររងំប្រកាសថាមិនត្រូវការជាងស៊ឺឈីងលើកនេះខុសពីមុនអាចស្លាប់បានចុះអ្នកវិញអ្នកមិនស្លាប់ទេតើអ្នកគិតថាខ្ញុំជាងស៊ឺឈីងគ្រាន់តែជាអ្នកជំនួយដែលចេះគិតតែលុយយឺខ្ញុំមិនបាននិយាយអីចឹងទេអីចឹងកុំខាត់ខ្ញុំនេះជារឿងរបស់ខ្ញុំឥឡូវក៏ជារឿងរបស់ខ្ញុំដែរបងថ្លៃពិតជាឡើងងាយវាមែនហើយអ្នកណាថាបងថ្លៃខ្ញុំហៅខុសឬមិនខុសទេគ្រាន់តែលឿនពេកបន្តិចជាងស៊ឺឈីងម៉េចចង់បណ្ដឹងខ្ញុំចុះនាវាទៀតអ្នកដឹងទេថាការចេញសមុទ្រលើកនេះមានន័យអ្វីមានតែពីរផ្លូវមិនថារួមគ្នារកស៊ីមានឬរួមគ្នាខ្លាយជាចំណីត្រីលូហៃសេងខ្ញុំជាងស៊ឺឈីងធ្វើចំនួនតែមើលតែពីរយ៉ាងទី1គឺផលចំណេញទី2គឺមនុស្សលើកនេះខ្ញុំជ្រើសបានទាំងពីរគឺអ្នកកុំស្ទាក់ស្ទើរទៀតអញ្ជើញទៅជាមួយគ្នាអញ្ចឹងឲ្យវានៅបាតសមុទ្រជារៀងរហូតទៅយល់ហើយលូហៃសេងអាចកំបាំងលើខ្លួនឯងខ្ញុំត្រូវតែយកឲ្យបានបងហៃសេងលើរ៉ាដាមានចំណុចភ្លឺ3ចម្ងាយ5ម៉ៃសមុទ្រមិនទៅទេ4ម៉ៃសមុទ្រពួកវាកំពុងបង្កើនល្បឿនជានាវារបស់ហ៊ីនហ្វឹងធ្វើម៉េចនាវាចាស់របស់យើងរត់មិនទាន់ពួកគេទេអ្នកណាថាយើងទៅរត់មិនរត់ទេពួកឯងជឿខ្ញុំទេបងហៃសេងនិយាយអីហ្នឹងជីវិតខ្ញុំđãជួងជារបស់បងហើយកុំនិយាយច្រើនបងថាធ្វើម៉េចយើងធ្វើតាមថៅកែហាននាវាចាស់របស់លូហៃសេងនៅខាងមុខឃើញហើយលើកនេះមើលវារត់ទៅណាទៀតថៅកែហានបើចាប់បានលូហៃសេងអាចឲ្យខ្ញុំឲ្យអញធ្វើអីឲ្យខ្ញុំបំផ្លាញវាដោយដៃខ្លួនឯងមួយជើងនៅកំពង់ផែលើកមុនដល់ឥឡូវខ្ញុំនៅចាំមិនភ្លេចរឿងសងសឹករបស់ឯងចាំក្រោយសិនបងបាយទៅសងខាងកុំឲ្យវារត់រួចបាទបងហៃសេងពួកគេគាត់មកពីបេទេសឃើញតំបន់ថ្មប៉ែទឹកនោះទេលូហៃសេងឯងមិនមែនចង់ចាប់ខ្ញុំមែនទេបើកឲ្យលឿន
ឆ្លងផុតហើយយើងឆ្លងផុតហើយអូយពួកវាបុកគ្នាហើយនាវាពីរគ្រឿងសុទ្ធតែបុកថ្មប៉ប្រះទឹកនេះហើយជាតម្លៃនៃភាពលោភលន់អញដឹងទីតាំងថ្មប៉ប្រះទឹកបានម៉េចដូនតាប្រាប់ខ្ញុំទុកវាទៅនាវាលេខ2និងលេខ3បុកថ្មប៉ប្រះទឹកហើយលូហៃសេងក្មេងនេះចម្លែកណាស់ថៅកែហានមិនអីចឹងយើងអីចង់ឲ្យបុកដែរមែនខ្ញុំមិនមែនមានន័យនឹងទេខ្ញុំចង់សួរថាគួរដកថយសិនទេដកថយនាវារបស់អញមិនដែលដកថយទេពិតមាត់បន្តដេញបាទលូហៃសេងអញចង់ឃើញថាឯងនៅមានល្បិចអីទៀតថៅកែហានខាងមុខនោះជាអ្វីអូមិនល្អទេថៅកែហាននោះជាតំបន់អបមរណៈបញ្ឈប់នាវាបញ្ឈប់អីលូហៃសេងចិត្តរត់ហើយបុកសម្រាប់វាទៅអញបិទមាត់ទៅថៅកែហានលុបបើហ៊ាននិយាយទៀតអញនឹងបោះឯងចុះឲ្យត្រីស៊ីវាចូលទៅទីនោះហើយយាមច្រកចេញថៅកែហានបែបនេះទុកវាឲ្យរួចខ្លួនមែនអញកំពុងបង្រៀនអញធ្វើការមែនខ្ញុំមិនហ៊ានទេមិនហ៊ានក៏ល្អចាំទុកសមុទ្រតំបន់នេះអញជាអ្នកកំណត់ច្បាប់អ្នកណាចូលទៅក្នុងអាប់នេះមិនដែលមាននរណាចេញមកវិញទេលូហៃសេងបើអញពិតជាអាចរស់ចេញមកបានអញចង់ដឹងថាអញជានរណាឲ្យប្រកាសបងហៃសេងមើលអ្វីក៏មិនឃើញទេរ៉ាដាពេញទៅដោយសញ្ញារំខានប្រព័ន្ធរករកក៏ខូចដែរដែលមកនេះទៅចងញ៉ៃអញ្ចឹងយើងធ្វើម៉េចបើសំដៅនៅក្នុងអាប់នេះបងហៃសេងនេះបងសម្បកខ្ញុំមួយវាមានប្រយោជន៍អ្វីស្ដាប់ខ្ញុំបត់ឆ្វេង15អង្សាស្ដាប់បទចម្រៀងនេះបញ្ជូនទៅអ្នកនៅលើទូកកុំភ័យមានចរន្តទឹកក្រោមសមុទ្របង្កើនល្បឿនសម្រុកចេញទៅសម្រុកទៅណាទៅមុខបងហៃសេងខ្ញុំជឿបងកាន់ឲ្យជាប់ទុកចិត្តក្រឡាប់ហើយមិនក្រឡាប់ទេបងហៃសេងមើលនោះចេញមកហើយព្រះអើយបងហៃសេងមើលខាងក្រោមកប៉ាល់លេខសម័យរាជវង្សមីងពិតជាមានមែនលូហៃសេងតម្រុយដែលដារបស់បងទុកពិតមែនត្រៀមឧបករណ៍មួយទឹកខ្ញុំមិនចោះឥឡូវនេះហានvẫnកំពុងរងចាំនៅខាងក្រៅយើងមិនមានពេលច្រើនទេចុះបងស្រីវិញខ្ញុំនឹងឡើងមកលើផ្ទៃទឹកអ្នកកាន់កង់បញ្ជាបងហៃសេងចុះតែម្នាក់ឯងគ្រប់គ្រាន់ហើយអញ្ចឹងបងប្រយ័ត្នផងកុំបារម្ភខ្ញុំនៅតែត្រូវយកជ្រូកនេះទៅវីមកហ៊ីនវឹងលូហៃសេងយឺទេយីអុកស៊ីសែននៅគ្រប់គ្រាន់ទេគ្រប់គ្រាន់កុំបារម្ភខ្ញុំមិនបារម្ភទេគ្រាន់តែសួរប៉ុណ្ណោះជាងស្ជូឈីងចាំខ្ញុំឡើងទៅខ្ញុំចាំបងហៃសេងឃើញកប៉ាល់លេខហើយឬឃើញហើយនៅត្រង់ខាងក្រោមនេះបងហៃសេងប្រយ័ត្នផងកុំប៉ះឈើពុកទាំងនោះដឹងហើយគួរតែនៅទីនេះជាងស្ជូឈីងតាឆាំងខ្ញុំរកឃើញហើយរកឃើញអ្វីប៉ាស៊ីឡែនបុរាណនិងផែនទីនាវាចរថ្លៃទេថ្លៃជាងដែលអ្នកគិតចុះជ្រូកមាសវិញនៅទីនេះនៅជ្រុងនេះ
បងហើយសេងប្រយ័ត្ន កុំបារម្ភខ្ញុំដឹងខ្នាត ប្រអប់ដែកសស្ពាន់ជ្រេះអស់ហើយ តាឆាងត្រៀមម៉ាស៊ីនស្ទូច បងហើយសេងបងរកឃើញហើយ រកឃើញហើយ ជីជ្រូកនេះស៊ឺ ឆាប់ដឹងហើយ មានរឿងអ្វីកើតឡើង និយាយមក ជាងស៊ូជីង តាឆាង ត្រៀមខ្លួន ត្រៀមអ្វី ត្រៀមទទួលយកអាណាចក្រសមុទ្រជ្រៅរបស់យើង លើកវាឡើង ប្រយ័ត្នផង កុំឲ្យប្រអប់ធ្លាក់ ឆាប់ គាស់វាបើក អូយម៉ែអើយ នេះ ជ្រូកនេះណានយ៉ាង ហើយជាប្រភេទល្អបំផុត បងហើយសេងមួយប្រអប់នេះថ្លៃប៉ុន្មាន សាក់ទីមើល 10 លាន ទីទៀត 100 លាន ប៉ាន់ស្មានទៀតបំផុត ចាប់ពី 1000 លានឡើងទៅ 1000 លាន លូហើយសេងបងប្រកាសទេ គុណភាពបែបនេះបច្ចេកវិទ្យាសម័យនេះផលិតមិនបានទេ ជាងស្ជូឈីងបណ្ដាញរបស់អ្នកអាចទទួលទិញបានទេ បាន តែអ្វី តែយើងត្រូវរស់ត្រឡប់ទៅវិញសិន បងហើយសេងអាប់បាត់ហើយ បាត់ពេញល្បឿន ត្រឡប់ទៅវិញ បាត់ លូហើយសេងអ្នកគិតថាហ៊ានហ្វឹងនៅរងចាំទៀតទេ ប្រកាសជានៅ ខ្លាចហើយ ខ្ញុំជាងស្ជូឈិនមិនដែលចេះពាក្យថាក៏ខ្លាចទេ អីចឹងល្អហើយ បងហើយសេង ខាងមុខមានកប៉ាល់ ជាកប៉ាល់មេរបស់ហ៊ានហ្វឹង ពួកវាបិទផ្លូវហើយ លូហើយសេងប្រគល់វត្ថុមានតម្លៃទាំងអស់មក ឯងនឹងទុកជីវិតឯងឲ្យរស់ មកយកទៅ ឯងថាម៉េច ចង់បានក៏មកយកដោយខ្លួនឯង លោកហ៊ានត្រជាក់លោកសោយហើយឬ លូហើយសេងឯងចង់ស្លាប់ លោកហ៊ាននៅដែនសមុទ្រនេះ ច្បាប់របស់លោកគឺជាច្បាប់ ម៉េច ឥឡូវចេះខ្លាចហើយឬ តែអ្នកភ្លេចរឿងមួយ រឿងអ្វី ច្បាប់គឺមានសម្រាប់បំបែក ពុកវាទៅ ឲ្យវាលេច បងហើយសេង ពួកគេកំពុងសម្រុកមកហើយ ជាងយូឈីង កាន់ឲ្យជាប់ លូហើយសេងឯងចង់ធ្វើអី ឲ្យហែនហ្វឹងមើល ថាអ្វីទៅជាការវាយបោកពីស្ថានភាពអស់សង្ឃឹម ក្បាលនាវារបស់បងហើយសេង កាន់ឲ្យជាប់ លូហើយសេងយប់នេះសមុទ្រនេះនឹងក្លាយជាភ្នូររបស់ឯង លោកប្រធានហ៊ាន សាក់ទីមើលមីជ្រូកក្នុងប្រអប់នេះឥឡូវជារបស់អ្នកណា ឯងចង់មានន័យអ្វី ប្រធានឈិន នៃអាជ្ញាធរការពារប្រហែលជាកំពុងមើលវីដេអូស្រង់ដែលខ្ញុំផ្ញើទៅ នាវាលិចសម័យរាជវង្សមេង មីជ្រូកសមុទ្រខាងត្បូង ជាវត្ថុបុរាណថ្នាក់ជាតិលំដាប់ទី 1 បើនាវាលោកទៅមុខតែ1ម៉ែត្រទៀត ស្អែកកាសែតនឹងដាក់ចំណងជើងបែបណា អញហ៊ានបោកខ្ញុំតែខ្ញុំហ៊ានបុក គ្រាន់តែក្បាលនាវាលោកខិតមក1ម៉ែត្រទៀត ថ្ងៃស្អែកលោកនឹងល្បីពេញប្រទេស ហានហ្វឹងប្រដាប់អាវុធប្លន់វត្ថុបុរាណថ្នាក់ជាតិ លោកហ៊ានកុំជឿវាកំពុងបន្លាចលោកពិតមាត់ ថយក្រោយសិន បងហាន វាមានតែនាវាចាស់មួយទេ ពុកវាទៅ ឯងដឹងស្អី បើអាជ្ញាធរវត្ថុបុរាណបានវីដេអូពិត ជីវិតអញចប់ហើយ ដេញវា កុំឲ្យវារត់រួច ហើយសេង អម៉ែអើយ
សូមរក្សាទីដែលនាវាយើងនឹងអមដំណើរអ្នកចូលចតដោយសុវត្ថិភាពទទួលបានហើយអរគុណឥឡូវនេះសូមអញ្ជើញប្រធានឈិននៃអាជ្ញាធរការពារវត្ថុបុរាណប្រកល់រង្វាន់អ្នករកឃើញនឹងបញ្ញាបណ្ឌប្រសិទ្ធសំបាសមុទ្រជូនលោកលូហៃសេងសមិទ្ធលូហៃសេងទង្វើរបស់អ្នកបានរួមចំណែកយ៉ាងធំដល់ការការពារវត្ថុបុរាណជាតិសិទ្ធិពិសេសនេះមានតែមួយគត់ក្នុងខេត្តអរគុណលោកប្រធានឈិនខ្ញុំគ្រាន់តែធ្វើអ្វីដែលគួរធ្វើលោកលូសូមសួរថាចំពោះជនដែលចង់ប្រើអំពើហិង្សាផ្ដាច់មុខធនធានសមុទ្រលោកមានអ្វីចង់និយាយអំណោយពីសមុទ្រជារបស់អ្នកដែលគោរពវាមិនមែនជារបស់អ្នកដែលចង់ប្រើអំណាចនិងល្បិចងឹតផ្ដាច់មុខអ្វីទាំងអស់នោះទេលូហៃសេងភិហ៊ុនក្រុមហ៊ុនយើងឡើងដល់កម្រិតអត្តបមកហើយដូចដែលរំពឹងទុកអ្នកមិនអាចរំភើបបន្តិចបានទេយប់នេះទៅញ៉ាំបាយជាមួយគ្នាខ្ញុំជាអ្នកចេញថ្លៃអូមានអតិថិជនថ្មីជាច្រើនចង់ជួបអ្នកឲ្យពួកគេចាំជាជួបអាហាបងហានដៃលោកចាប់ផ្ដើមផែនការបំរុងផែនការអ្វីកាត់ផ្ដាច់ប្រភពជីវិតរបស់ជាងស៊ូជីងលូហៃសេងមិនមែនមានរត់ការពារទេអញ្ចឹងអញនឹងឲ្យវាមើលនឹងភ្នែកស្រីរបស់វាខ្សែធនលុយទាំងនេះគ្រប់គ្រាន់ទេលោកប្រធានហ៊ានខ្ញុំធ្វើការជាមួយលោកជាង5ឆ្នាំហើយ6ឆ្នាំខ្ញុំបានស៊ើបប្រវត្តិអ្នករួចហើយថ្លៃវះកាត់ប្រពន្ធអ្នកថ្លៃឆ្នាំពិសេសរបស់កូនអ្នកបំណុលលបែងនៅស្រុកកំណើតលុយទាំងនេះអាចសង្អស់បានទាំងអស់ហើយថែមការស្នាក់នៅក្រៅប្រទេសមួយទៀតក្នុងនេះមានបញ្ជីអតិថិជនវេទទាំងអស់និងព័ត៌មានទំនាក់ទំនងអ្នកឆ្លាតមែនហេតុអ្វីអ្នកធ្វើបែបនេះក្នុងរយៈពេលមួយសប្តាហ៍អតិថិជនប្រហែល80បានលុបកិច្ចសន្យាទាំងអស់លោកប្រធានយ៉ាងខាងហានវែងកំពុងបញ្ចុះតម្លៃ50ដើម្បីលុបបោះស្តុកសូម្បីតែថ្លៃដើមក៏មិនដល់ផងទំនិញរបស់យើងសល់ជាប់ឃ្លាំងទាំងអស់ក្នុងករណីក្រុមហ៊ុននៅសល់ប៉ុន្មានមិនគ្រប់សម្រាប់បើកប្រាយខែក្រោយផងភ្ជាប់ខ្ញុំទៅលូហេសិងសុំទោសខ្ញុំជ្រើសរើសមនុស្សខុសទើបឲ្យជនក្បត់ឆ្លៀតឱកាសបានកុំថាបែបនេះអីខ្ញុំអាចលូកភាគហ៊ុនរបស់ខ្ញុំយកទៅបំពេញការខាត់បងរបស់អ្នកជាមុនគេអាចដណ្ដើមអតិថិជនយើងបានព្រោះផលិតផលរបស់យើងមិនទាន់ឃើញអ្នកជំនួសបានហានវែងចង់ប្រើការខាត់លុយដើម្បីអូសពេលឲ្យយើងដួលអញ្ចឹងខ្ញុំនឹងកាត់ឫសគល់របស់គេតែពេលនេះកុំភ័យទូមេឃលំក៏ខ្ញុំនឹងទុកជំនួសអ្នកចង់ធ្វើអ្វីយើងនឹងសាងសង់ឃ្លាំងនេះលើសមុទ្រដោយខ្លួនឯងឃ្លាំងនេះលើសមុទ្រទៅតាមខ្ញុំទៅកំពង់ផែនៅទីនេះអ្នកប្រកាសទេចំណុចប្រសពនៃជ្រុងសមុទ្រជាកសិដ្ឋានសមុទ្រធម្មជាតិបងហេសិងកន្លែងនេះពីមុនគ្មានអ្នកណាហ៊ានមកទេពេញទៅដោយថ្មប្រេះទឹកហេតុនេះហើយទើបវាជាទីកន្លែងមានតម្លៃអ្វីដែលអ្នកដទៃមើលរំលងគឺជាឱកាសរបស់យើងតែការសាងសង់មូលដ្ឋានចិញ្ចឹមត្រូវការលុយច្រើនណាស់យកសិទ្ធិអាជីវកម្មផ្ដាច់មុខរបស់ខ្ញុំទៅបញ្ចាំខ្ចីបានប៉ុន្មានយកប៉ុណ្ណឹងលោកហេសិងហានិភ័យវាធំពេកហើយជាខ្ញុំបងហេសិងផលសមុទ្រលើកដំបូងប្រមូលបានហើយគុណភាពយ៉ាងម៉េចថតជាងរបស់ចាប់ពីសមុទ្រជ្រៅទៀតសួស្ដីទិញទាំងអស់បានខ្ញុំនឹងរៀបចំដឹកជញ្ជូនភ្លាមមានរឿងអ្វីប្រធានផ្នែកទិញរបស់សន្តាគារផ្កាយ5និយាយថាមិនថាតម្លៃប៉ុន្មានគាត់ទិញទាំងអស់ប្រាប់គាត់ទៅបញ្ហាមិនមែនលុយទេតែគាត់មានសិទ្ធិទិញឬអត់ហេសិងយើងជោគជ័យហើយនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះអរគុណដែលតែងតែជួយខ្ញុំបាននិយាយហើយថាទូមេឃលំក៏ខ្ញុំទុកជំនួសអ្នកខ្ញុំដឹងចំណាយសូន្យកសិដ្ឋានសមុទ្របងហានទំនិញរបស់លោកហេសិងកំពុងលក់ដាច់ខ្លាំងណាស់សូម្បីតែលក់បញ្ចុះ50ក៏គ្មានអ្នកទិញដែរបង្ខំឲ្យខ្ញុំបោះបង់គ្រប់យ៉ាងហើយអីចឹងកុំឲ្យអ្នកណារស់ទៀតបងហានចង់តាក់ទងក្រុមមនុស្សនៅលើសមុទ្រឲ្យខ្ញុំលើកនេះខ្ញុំនឹងឲ្យគេនៅបាតសមុទ្រជារៀងរហូតសុទ្ធតែពួកអត់ប្រយោជន៍ទាំងអស់បងហានខ្ញុំខុសហើយតែ2ខែខាត់អស់200លានយ៉ន
ចុះអ្នកផ្គត់ផ្គង់វិញសុទ្ធតែរត់ទៅរកលោកហេសិងហើយពួកគេនិយាយថាខាងលោកហេសិងមានការការពារពីអាជ្ញាធរមានសុវត្ថិភាពជាងចេញទៅឲ្យអស់លោកថៅកែខ្ញុំក៏ស្រីស្អាតទេបានហើយនេះ5យន់អរគុណលោកថៅកែកាលមុនមិនមែនអញអួតខ្លាំងទេមិនបានធ្លាក់ដល់សភាពនេះកុំរំលឹកអីសុទ្ធតែខ្ញុំមើលមនុស្សខុសសរុប58យន់អេនេះមិនមែនថែងចឹងទេមិនបានមកធ្វើការនៅទីនេះលោកច្រឡំមនុស្សហើយមិនច្រឡំទេអញមិនមែនបែកពីលោកហេសិងហើយទៅតាមកូនអ្នកនេះទៅសូមជួយទូទាត់លុយឲ្យលឿនផងហេតុអ្វីកាលនោះខ្ញុំល្ងងម្លេះទំព័រចុងក្រោយហើយទំព័រចុងក្រោយអញកំពុងរកអ្វីបងហែនខ្ញុំគ្រាន់តែអ្វីចង់យកសៀវភៅកណេរបស់ខ្ញុំទៅលក់ឲ្យលោកហេសិងឬចង់លក់ឲ្យប៉ូលីសបងហែនខ្ញុំខុសហើយខ្ញុំពិតជាខុសមែនសូមអង្គលោកលើកលែងខ្ញុំផងដឹងទេអ្នកដែលក្បត់ខ្ញុំមិនដែលមានទីបញ្ចប់ល្អឡើយយប់នេះចាប់ផ្ដើមសកម្មភាពកន្លែងចិញ្ចឹមត្រីរបស់វាបំផ្លាញឲ្យអស់ទាំងត្រីទាំងស្រះបាត់ខ្ញុំទៅភ្លាមឲ្យក្រុមខ្មៅត្រៀមខ្លួនរួចជាស្រេចអ្នកណាឈប់ចង់លូកដៃរឿងគេមករកស្លាប់ឬចង់ចាក់ទំនិញចូលសមុទ្រហេអីចឹងខ្ញុំនឹងបំពេញបំណងឯអ្នកណាចាំខ្ញុំផងហើយក្បាលសង្គ្រោះបន្ទាន់អ្នកណាបញ្ជូនអ្នកមកអ្នកនៅពីក្រោយអ្នកជានរណាខ្ញុំមិនអាចនិយាយបានទេមើលទៅអញពិតជាមិនខ្លាចស្លាប់មែនពុកគុំ VA គឺហ៊ានហ្វុងគាត់ឲ្យពួកយើង200000យន់ឲ្យមកបំពោទីនេះនិយាយបន្តឲ្យលំអិតគាត់ឲ្យពួកយើងយកសក្តិពលឧស្សាហកម្មចាក់ទាំងអស់ចូលតំបន់ចិញ្ចឹមរបស់អ្នកគាត់ថាចង់ឲ្យអ្នកខាត់បងអស់រលីងសូមគុំសម្រាប់ខ្ញុំកុំឲ្យដៃខ្ញុំប្រឡាក់ហ៊ានប៉ះពាល់បងប្អូនខ្ញុំហ៊ានបំផ្លាញស្នាដៃខ្ញុំថ្ងៃនេះទោះស្ដេចយំរីកការពីគេក៏ដោយខ្ញុំក៏មិនលែងវាដែរអ្នកសារព័ត៌មានទាំងអស់ថ្ងៃនេះអញ្ជើញអ្នកទាំងអស់គ្នាមកដើម្បីឲ្យបានឃើញប្រធានសភាពាណិជ្ជកម្មខេត្តនៅពីក្រោយខ្នងធ្វើអ្វីខ្លះលោកលូតាមានន័យដូចម្ដេចន័យសាមញ្ញណាស់សូមមើលអេក្រង់ធំនេះជាវីដេអូកាមេរ៉ាសុវត្ថិភាពត្រឹមត្រូវនេះគឺកាលពី3ថ្ងៃមុននៅពាក់កណ្ដាលយប់មានអ្នកលួចចូលមូលដ្ឋានចិញ្ចឹមរបស់ខ្ញុំប៉ុនប៉ងចាក់សារធាតុពលឧស្សាហកម្មទាំងស្រុងអោព្រះអើយអាក្រក់ពេកហើយអ្វីដែលអាក្រក់ជាងនេះនៅមានទៀតសូមស្ដាប់សំឡេងថតនេះគឺហ៊ានហ្វុងពីសភាពាណិជ្ជកម្មឲ្យពួកយើង200000យន់មកបំពោលនេះពិតមែនឬនេះជាចម្លើយសារភាពពេញលេញដែលបានបញ្ជាក់តាមផ្លូវច្បាប់យើងបានប្រកល់ភស្តុតាងទាំងអស់ទៅឲ្យការរួចហើយលោកលូហេតុអ្វីបានជាសម្ដេចបង្ហាញរឿងនេះជាសាធារណៈព្រោះប្រធានហ៊ានចូលចិត្តធ្វើរឿងថោកទាបក្នុងភាពងឹតថ្ងៃនេះខ្ញុំនឹងឲ្យពលឺថ្ងៃទូទាំងខេត្តបំភ្លឺភាពកខ្វក់របស់គាត់ឲ្យគ្រប់គ្នាឃើញពួកសម្រាមអត់បានការពួកស៊ីបាយទេអត់បានការលោកប្រធានតម្លៃភាគហ៊ុនធ្លាក់ដល់កម្រិតបិទហើយអាជ្ញាធរបានផ្ញើលិខិតអាការងារដើម្បីស៊ើបអង្កេតចេញទៅទាំងអស់គ្នាចេញទៅគាត់ឈួតហើយពិតជាឈួតមែនគាត់ចង់សម្លាប់មនុស្សខ្ញុំទៅរត់ហើយមិនបានទេរត់ក៏គាត់មិនលែងខ្ញុំដែរធ្វើម៉េចត្រូវហើយលូហៃសេងមានតែប្រាប់លូហៃសេងទេ
ឲ្យពួកគេខាងគ្នាឯងទើបខ្ញុំអាចរស់បានលោកហើយសេងយីទេអ្នកជានរណាខ្ញុំជានរណាមិនសំខាន់ទេសំខាន់គឺហ៊ានហ្វុងកំពុងរៀបចំសម្រាប់អ្នកនៅសមុទ្រអន្តរជាតិអ្នកជាខ្ញុំដោយសារអ្វី3ថ្ងៃទៀតនៅរយៈបណ្ដោយ126រយៈទិន32នឹងមានទាហានស៊ីឈ្នួលមួយក្រុមរងចាំអ្នកហេតុអ្វីប្រាប់ខ្ញុំព្រោះខ្ញុំមិនចង់ស្លាប់ហើយក៏មិនចង់ជាប់ពាក់ព័ន្ធករណីឃាតកម្មដែរជឿមិនជឿសាច់តែអ្នកការហៅទូរស័ព្ទនេះពិតឬខ្លែងខ្ញុំសមុទ្រមិនដែលបែបនេះទេពណ៌ក្រហមឈាមវាកំពុងប្រមានខ្ញុំមើលទៅការហៅទូរស័ព្ទនោះជាការពិតជាមានអ្នកចង់សម្លាប់ខ្ញុំនៅសមុទ្រអន្តរជាតិចង់សម្លាប់ខ្ញុំនៅសមុទ្រអន្តរជាតិមែនល្អណាស់អីចឹងចាំមើលថាសមុទ្រនេះស្ដាប់បង្គាប់អ្នកណាអាឡូនេះមន្ទីរយាមល្បាតសមុទ្រមែនទេសួស្ដីតើមានអ្វីឲ្យយើងជួយខ្ញុំឈ្មោះលូហៃសេងខ្ញុំសូមរាយការណ៍ជាផ្លូវការអំពីក្រុមចោរប្រដាប់អាវុធពីក្រៅប្រទេសមួយក្រុមលោកនិយាយពិតមែនទេពិតប្រាកដណាស់ខ្ញុំនឹងទៅធ្វើជានុយនៅទីតាំងនោះដោយខ្លួនឯងលោកលូវាគ្រោះថ្នាក់ពេកហើយបើមិនគ្រោះថ្នាក់យើងក៏មិនអាចចាប់ពួកវាបានដែរអ្នកឈួតហើយអ្នកចង់ទៅធ្វើជានុយនេះជាវិធីតែមួយគត់ដែលអាចចាប់ពួកវាបានទាំងអស់លូហៃសេងជាខ្ញុំទៅ3ថ្ងៃទៀតខ្ញុំនឹងត្រឡប់មកវិញដោយសុវត្ថិភាពអ្នកគឺលូហៃសេងមែនទេទីបំផុតក៏រងចាំអ្នកមកដល់យកលុយគេត្រូវធ្វើការឲ្យគេអញបានទៅប៉ះពាល់មនុស្សដែលមិនគួរប៉ះហានហ្វេងជាមនុស្សឆ្លាតដែលបញ្ជូនពួកឯងមកតែគួរឲ្យស្ដាយមនុស្សឆ្លាតមិនសូវរស់បានយូរទេពួកឯងចង់បានអ្វីប្រាប់គោអដនេះមុតនឹងអាចកំបាំងរបស់ឯងទាំងអស់មកខ្ញុំអាចពិចារណាឲ្យឯងស្លាប់ដោយមិនជឿចាប់បើខ្ញុំមិនប្រាប់វិញអីចឹងយើងនឹងលេងជាមួយឯងបន្តិចម្ដងអញគិតថាហ៊ានហ្វេងនឹងទុកជីវិតពួកឯងមែនឬមានន័យថាម៉េចរឿងសម្លាប់ដើម្បីបំបិទមាត់គេធ្វើមកមិនតិចទេកុំមកលេងល្បិចផ្លូវចិត្តជាមួយខ្ញុំមិនជឿក៏សួរគេទៅក្រោយការងារសម្រេចពួកឯងអាចរស់យកលុយបានមែនឬលោកហ៊ានក្មេងនេះមិនស្មោះទេខ្ញុំបញ្ជូនវាទៅឋានក្រមភ្លាមបាញ់វាហើយកាប់ជាបំណែកបោះឲ្យត្រីស៊ីយីទេទៅស្លាប់ទៅមុនបាញ់មិនមើលរ៉ាដាសិនទេមើលទៅក្រោយពួកឯងថាមានអ្វីកំពុងមកកុំកម្រើកទម្លាក់អាវុធចុះតើវាកាត់ឡើងដោយរបៀបណាទាំងអស់គ្នាដេកចុះដាក់ដៃលើក្បាលហានហ្វេងយីស៊ីរ៉ែនប៉ូលីសទេច្បាប់របស់ឯងនៅសមុទ្រនេះបានបញ្ចប់ហើយលូហៃសេងឯងហ៊ានបោកខ្ញុំគ្នាទៅគ្នាមកទេលោកប្រធានហ៊ានលោកលូលោកមិនអីទេខ្ញុំមិនអីទេសំណាងហើយដែលអ្នកទាំងអស់គ្នាមកទាន់ពេលហានហ្វេងសុំទៅជាមួយពួកយើងហេតុអ្វីចាប់ខ្ញុំសង្ស័យជួលគេតសម្រាប់មនុស្សនិងរត់ពន្ធពុស្តានច្បាស់លាស់ខ្ញុំមិនដឹងអ្នកកំពុងនិយាយអ្វីទេដល់ពេលអ្នកនឹងដឹងលោកប៉ូលីសខ្ញុំមានពុស្តានសំខាន់ត្រូវប្រគល់អ្នកជានរណានេះជាសៀវភៅទិន្នន័យរបស់ហ៊ានហ្វេងអំពីការរត់ពន្ធនិងសូកប៉ាន់រយៈពេល10ឆ្នាំហើយក៏មានសម្លេងថតផងដែរវ៉ាងលីនអញជាជនក្បត់លោកហ៊ានខ្ញុំគ្រាន់តែចង់រੂប៉ុណ្ណោះសុំទោសផងអញហៅវ៉ាងលីនមកមែនទេល្អណាស់អញក៏ជាបាក់ពួករបស់ហ៊ានហ្វេងដែរនាំគេទៅជាមួយខ្ញុំអយុធធនណាស់អយុធធនឬអត់ទៅប្រាប់ចៃក្រមទៅនាំខ្លួនទៅហាហាសំណាស់មកហើយទូករបស់លូហៃសេងត្រឡប់មកហើយដុតផាវលូហៃសេងពិតជាវីរបុរសរបស់ភូមិយើងហានហ្វេងចិត្តខ្មៅទីបំផុតត្រូវចាប់បានហើយទីបំផុតត្រូវចាប់ហើយអ្នកភូមិទាំងអស់គ្នាសុំទោសដែលធ្វើឲ្យបារម្ភលូហៃសេងទីបំផុតអ្នកត្រឡប់មកដោយសុវត្ថិភាពហើយលូហៃសេងខ្ញុំធ្លាប់និយាយហើយថាខ្ញុំនឹងត្រឡប់មកដោយសុវត្ថិភាពលើកក្រោយកុំប្រថុយបែបនេះទៀតណាខ្ញុំសន្យាចិត្តភ្លេងហើយតោះត្រឡប់ផ្ទះស្ងៀមស្ងាត់បន្តិចចិត្តដល់មណ្ឌលគុំខ្លួនហើយកុំសង្ឃឹមថាអាចរត់គេចបានខ្ញុំដឹងលូហៃសេងចង់ប្រន្ទាទោសខ្ញុំឲ្យអស់ផ្លូវមិនងាយដូច្នោះទេ
លោកហ៊ានយើងបានថាលោកត្រូវចាប់ខ្លួនតើលោកគេខ្លួនបានយ៉ាងដូចម្តេចរថយន្តដឹកអ្នកទោសជួបគ្រោះថ្នាក់ខ្ញុំឆ្លៀតឱកាសរត់ចេញខ្ញុំមិនអាចនៅជាងហើយបានទៀតទេអញ្ចឹងយើងត្រូវធ្វើអ្វីបន្ទាប់ទាំងអស់គ្នាត្រៀមចេញទៅរកលូហៃសេងសំសិតកុំប្រញាប់ឥឡូវលូហៃសេងមានអាជ្ញាបានផ្លូវការហើយមានអាជ្ញាធរគ្រប់គ្រងពេញទំហឹងបើប្រឈមមុខត្រង់យើងមានតែផ្លូវស្លាប់តើយើងត្រូវទ្រាំបែបនេះមែនឬគេបានបំផ្លាញទ្រព្យសម្បត្តិរបស់លោកទាំងអស់ខ្ញុំមិនដែលលេបទឹកមកស្ងៀមទេបើរឹងមិនបានយើងវាចំណុចខ្សោយរបស់វាពោះត្រូវវាត្រង់កន្លែងសំខាន់រកមនុស្សដែលគាត់យកចិត្តទុកដាក់បំផុតយើងមិនអាចគ្រប់គ្រងគាត់បានយ៉ាងងាយយល់ហើយខ្ញុំនឹងបញ្ជូនមនុស្សទៅស៊ើបព័ត៌មាននៅក្រុងចិនហៃព្រាមប្រមូលកម្លាំងដែលនៅសល់ទាំងអស់ត្រៀមខ្លួនរួចជាស្រេចរងចាំឱកាសសំសិទ្ធបងហៃសេងហែនហ្វេងដួលរំហើយទីបំផុតយើងមិនចាំបាច់រស់ដោយភ័យខ្លាចទៀតទេគ្រាន់តែស្ងប់ស្ងាត់បណ្ដោះអាសន្នប៉ុណ្ណោះការការពារមុខរបរនិងធ្វើអាជីវកម្មដោយស្មោះត្រង់ទឹកជាផ្លូវយូរអង្វែងពេលនេះអ្នកជាគំរូក្នុងវិស័យហើយឧស្សាហកម្មសមុទ្រទាំងមូលនៅជាងហៃកំពុងសម្លឹងមកយើងបងខ្ញុំត្រឡប់មកហើយជាយូបងខ្ញុំនឹកបងណាស់ធំប៉ុណ្ណឹងហើយនៅយំទៀតហេតុអ្វីត្រឡប់មកលឿនម្ល៉េះត្រឡប់មកសួរសុខទុក្ខគ្រួសារបណ្ដោះអាសន្នសៀវយូកាន់តែពូកែហើយស្វាគមន៍មកផ្ទះវិញអរគុណបងស្រីសុឈិនអរគុណដែលមើលថែបងខ្ញុំរហូតមកមិនត្រូវទេខ្ញុំគួរតែហៅថាបងថ្លៃយប់នេះខ្ញុំជាអ្នកចេញលុយអបអរសាទរការត្រឡប់មកវិញរបស់សៀវយូលោកហ៊ានយើងស៊ើបបានច្បាស់ហើយលូសៀវយូប្អូនស្រីបង្កើតរបស់លូហៃសេងទើបត្រឡប់ពីបរទេសមើលទៅគ្មានអ្នកការពារតាមខ្លួនទេលូហៃសេងគ្មានចំណុចខ្សោយទេក្រៅពីស្រឡាញ់ប្អូនស្រីម្នាក់នេះបំផុតឲ្យខ្ញុំដឹកនាំមនុស្សចាប់នាងឥឡូវទេកុំតន់បើធ្វើប្រញាប់នឹងបាយកាខ្ញុំនឹងតាមដានគាត់ជាប់ជានិច្ចរីកាគ្រប់ពេលលូហៃសេងកាត់ផ្លូវខ្ញុំទាំងអស់បំផ្លាញមូលដ្ឋានដែលខ្ញុំកសាងមួយជីវិតបើខ្ញុំធ្វើអ្វីគាត់មិនបានខ្ញុំនឹងធ្វើលើមនុស្សដែលគាត់ស្រឡាញ់បំផុតអាឡូលូហៃសេងមិនបានជួបយូរហើយហានហ្វេងឯងមិនទាន់ស្លាប់ទេខ្ញុំនៅរស់ស្រួលណាស់ប្អូនស្រីរបស់ឯងនៅក្នុងដៃខ្ញុំបើឯងហ៊ានប៉ះនាងសំបីតែមួយម្ដងខ្ញុំនឹងកំទេចឯងឲ្យខ្ទេចកុំមកគំរាមខ្ញុំបើចង់ឲ្យប្អូនស្រីឯងរស់យកអាហារសមុទ្រកុំមកពីសមុទ្រជ្រៅទាំងអស់និងគោអដនេនីវីលេចសម័យរីជវងមីងមកឲ្យខ្ញុំអញចង់បានអ្វីក៏បានដល់លេងប្អូនស្រីខ្ញុំសិនកុំនិយាយច្រើនក្នុងរយៈពេល24ម៉ោងមកក៏ហើយជាបណ្ដាសមុទ្រមកតែម្នាក់ឯងហាមនាំអ្នកណាមកហាមរីកាប៉ូលីសបើខ្ញុំឃើញប៉ូលីសសមុទ្រឬមនុស្សរបស់ឯងចាំប្រមូលសាកសពអូនស្រីឯងទៅក៏ហើយជាឆ្ងាយពេកមួយថ្ងៃទៅមិនទាន់ទេនោះជារឿងរបស់ឯងពួកពេកគ្មានចាំទេមានរឿងអ្វីទូរស័ព្ទពីអ្នកណាហេនហ្វេងចាប់សៀវយូជីចំណាប់ខ្មាំងអីមនុស្សថប់នោះខ្ញុំនឹងនាំមនុស្សទៅជួយសៀវយូឥឡូវវាទីមទីអ្វីចង់បានពួកអដនេនឹងផែនទីសមុទ្រទាំងអស់ឲ្យខ្ញុំទៅជួបតែម្នាក់ឯងម៉ោង3រសៀលនៅកោះហៃលូអត់បានដាច់ខាត់មិនអាចទៅទេហេនហ្វេងជាមនុស្សឈួតបើអ្នកទៅម្នាក់ឯងគឺទៅស្លាប់ត្រូវហើយកោះហៃលូជាកោះគ្មានមនុស្សភូមិសាស្ត្រស្មុគស្មាញវាប្រកបជាដាក់អន្ទាក់យើងរីកាប៉ូលីសឲ្យប៉ូលីសសមុទ្រទៅជាមួយយើងកុំតន់រីកាហ៊ានហ្វេងអស់ផ្លូវរួចហើយវាហ៊ានធ្វើអ្វីគ្រប់យ៉ាងបើធ្វើឲ្យវាភ័យសៀវយូនឹងគ្រោះថ្នាក់អញ្ចឹងក៏មិនអាចឲ្យអ្នកទៅម្នាក់ឯងដែរខ្ញុំទៅជាមួយអ្នកមនុស្សច្រើនកម្លាំងច្រើនខ្ញុំក៏ទៅយើងនាំនិវត្តន៍ដែលទុកចិត្តបានពី3នាក់ទៅតាមពីចម្ងាយវាមិនដឹងទេមិនបានហ៊ានហ្វេងកំពុងតាមដានបើមានមនុស្សទី2បង្ហាញខ្លួនវានឹងសម្លាប់សៀវយូភ្លាមគ្មានអ្នកណាត្រូវទៅទាំងអស់តែបងហៃសេងកុំនិយាយទៀតខ្ញុំសម្រេចចិត្តរួចហើយអាឡូលោកប្រធានចាំងខ្ញុំឈ្មោះលូហៃសេងហានហ្វេងបានចាប់អូនស្រីខ្ញុំជាចំណាប់ខ្មាំងគេណាត់ឲ្យខ្ញុំទៅដោះដូរនៅកោះហៃលូខែស្អែកកុំធ្វើអ្វីដោយប្រញាប់យើងនឹងដាក់កម្លាំងភ្លាមមិនបានទេហ៊ានហ្វេងប្រុងប្រយ័ត្នខ្លាំងគេមិនអនុញ្ញាតឲ្យនាំអ្នកណាទៅទេខ្ញុំនឹងទៅម្នាក់ឯងសិនដើម្បីពន្យាពេលពួកអ្នកតាមមកសម្ងាត់ចាំឱកាសសម្រុំហើយទើបចាត់ការវិគ្រោះថ្នាក់ណាគ្មានពេលទៀតហើយរងចាំសញ្ញាពីខ្ញុំលោកតាសូមជួយការពារខ្ញុំនិងសៀវយូឲ្យត្រឡប់មកដោយសុវត្ថិភាពនេះជាទីតាំងការពារនិងកម្លាំងអាវុធរបស់ចៅសមុទ្រសៀវយូតើឯងនៅទីណារកឃើញហើយប្រធានចាំងនេះជាទីតាំងក្រុមប្រដាប់អាវុធទាំងអស់លើកោះហេឡូហើយក៏មានទីតាំងដែលអូនស្រីខ្ញុំត្រូវគុំខ្លួនផងដែរសូមពឹងពាក់លោកហើយលើកដៃឡើងហើយដើរមកយឺតលោកដៃមកនេះជាអ្វីសម្បកខ្យងលេងតែប៉ុណ្ណោះតាមខ្ញុំទៅលោកហ៊ានកំពុងរងចាំលើហាទីបំផុតអញក៏មកហើយមើលសភាពអញឥឡូវចុះអ្វីទៅជាគំរូនៃវិស័យអ្វីទៅជាសាច់សមុទ្រជ្រៅចុងក្រោយក៏ត្រូវស្ដាប់បង្កប់ខ្ញុំដែរហេនហ្វេងខ្ញុំមកហើយអូនស្រីខ្ញុំណែណាហើយផែនទីសមុទ្រនឹងគោអដនេដែលខ្ញុំចង់បានវិញខ្ញុំមិនបានយកមកទេដល់លេងអូនស្រីខ្ញុំជាមុនសិនខ្ញុំនឹងត្រឡប់ទៅយកឲ្យព្រាមឯងគិតថាខ្ញុំនឹងងឬកុំលេងល្បិចជាមួយខ្ញុំថ្ងៃនេះបើមិនបានគោអដនេនឹងផែនទីអ្នកទាំងពីរមិនรู้ទេខ្ញុំអាចប្រាប់គោអដនេទាំងអស់ហើយអ្នករួមទាំងទីតាំងកំណត់ដែលនៅសល់ផងតែអ្នកត្រូវធានាថាអូនស្រីខ្ញុំមិនរងរបួសសោះបើអញសហការល្អខ្ញុំធានាជីវិតនាងខ្ញុំដឹងយ៉ាងម៉េចថាអ្នកនឹងគោរពពាក្យបើខ្ញុំឲ្យអ្នកហើយតែអ្នកនៅតែសម្រាប់យើងវិញឥឡូវអញគ្មានសិទ្ធិចោទចាត់ទេឲ្យគោអដនេមកឬក៏ចាំប្រមូលសពអូនស្រីឯងយើងជិតដល់កន្លែងឃុំអូនស្រីហើយគិតរួចហើយនៅបើមិនយករងគ្រាន់តែទូរស័ព្ទមួយលូសៀវយូនឹងស្លាប់ភ្លាមខ្ញុំនិយាយខ្ញុំនឹងប្រាប់ឥឡូវ
ធ្វើបែបនេះតាំងពីដំបូងមិនល្អទេប្រាប់មកគោអរដនេទី1ថ្ងៃណាគោអរដនេទី1រយៈបណ្ដោយខាងកើត125ដឺក្រេរយៈតឹងខាងជើង31ដឺក្រេទីនោះមានហ្វូងត្រីលឿងធំមួយបែងចែកជា3ក្រុមក្រុមឲ្យកំចាត់ប៉ុស្តិ៍យាមខាងក្រៅក្រុមបញ្ជួយសង្គ្រោះចំណាប់ខ្មាំងក្រុមគឺគ្រប់គ្រងកម្លាំងបាញ់ប៉ុស្តិ៍យាមខាងក្រៅត្រូវបានសម្អាតរួចបន្តចូលទៅមុខអ្នកគឺលូស៊ីវយូមែនទេយើងមកជួយអ្នកហើយអរគុណណាស់ដោយសារព័ត៌មានពីបងប្រុសអ្នកបងខ្ញុំក៏នៅទីនេះដែរកុំបារម្ភយើងរៀបចំរួចហើយនាំអ្នកទៅកន្លែងសុវត្ថិភាពសិនកុំយឺតយ៉ាវប្រញាប់សរសេរគោអរដនេទាំងអស់ចុះកុំឲ្យខុសសំបីមួយពាក្យគោអរដនេច្រើនពេកខ្ញុំត្រូវគិតបន្តិចបើសរសេរខុសទាំងអស់គ្នានឹងទៅទេឈប់ធ្វើល្ងងខ្ញុំប្រមានកុំលេងល្បិចអ្នកជួយសង្គ្រោះដល់ខ្ទមហើយស៊ីវយូមានសុវត្ថិភាពហើយប្រញាប់សរសេរបើនៅតែយឺតខ្ញុំបាញ់អញភ្លាមប្រញាប់អីគោអរដនេនាវាលេខស្មុគស្មាញណាស់បើខុសតែមួយលេខអ្នកនឹងរកកំណត់មិនឃើញជារៀងរហូតលោកហ៊ានមិនល្អហើយបងប្អូននៅខាងក្រៅតាក់ទងមិនបានទេអីអ្នកនៅខាងក្នុងស្ដាប់អ្នកត្រូវបានឡោមព័ទ្ធហើយទម្លាក់អាវុធហើយចុះចាញ់គឺឯងហ៊ានរីកាប៉ូលីសកុំចូលមកបើចូលមកខ្ញុំនឹងសម្លាប់គេហេនហ្វេងអ្នកចាញ់ហើយខ្ញុំមិនទាន់ចាញ់ទេប្អូនស្រីឯងនៅក្នុងដៃខ្ញុំអ្នកណាហ៊ានមកមើលឲ្យច្បាស់នាងមានសុវត្ថិភាពហើយសញ្ញាប៊ីចុងក្រោយរបស់អ្នកអស់តម្លៃហើយមិនអាចទេពួកអ្នករកនាងឃើញដល់របៀបណាគិតថាមានតែអ្នកចេះរៀបផែនការមែនឬមួយជីវិតអ្នករស់ក្នុងទីងងឹតមិនយល់ថាអ្វីជាកម្លាំងពិតរបស់អ្នកដទៃទេជប់អប់រំខ្ញុំទៅថ្ងៃនេះទោះខ្ញុំស្លាប់ក៏ត្រូវទាញអញទៅជាមួយដែរហានហ្វេងទម្លាក់អាវុធចុះចាញ់ភ្លាមកុំចូលមកបើដើរមកមួយជំហានទៀតខ្ញុំនឹងបាញ់កុំកម្រិតអ្នកទៅបានឡងព័ទ្ធហើយលូហៃសេងខ្ញុំមិនសុខចិត្តទេខ្ញុំមិនសុខចិត្តបងខ្ញុំខ្លាចណាស់មិនអីទេអ្វីបានកន្លងផុតហើយបងនៅទីនេះសុំទោសសុទ្ធតែខ្ញុំមិនល្អធ្វើឲ្យបងពិបាកចិត្តក្មេងល្ងងនិយាយសុំទោសជាមួយបងធ្វើអីបងហៃសេងសៀវយូទីបំផុតអ្នកទាំងពីរត្រឡប់មកហើយខ្ញុំភ័យស្លាប់បងតាឈួងសុំទោសធ្វើឲ្យបងបារម្ភនិយាយអីហ្នឹងឲ្យតែឯងមិនអីគឺល្អហើយលើកក្រោយកុំរត់ទៅណាម្នាក់ឯងទៀតមិនអីទេអ្វីល្អហើយត្រូវពង្រឹងសន្តិសុខឲ្យបានខ្លាំងជាងមុនកុំឲ្យជនអាក្រក់មានឱកាសទៀតបាត់ចាស់ត្រឡប់ទៅវិញខ្ញុំនឹងរៀបចំភ្លាមលើកក្រោយខ្ញុំនឹងមិនឲ្យមនុស្សជិតខាងខ្ញុំជួបគ្រោះថ្នាក់ទៀតទេទៀតហើយរបាយការណ៍ចំណូលប្រចាំខែមុនការឡើង30លើកពីការរំពឹងទុកបណ្ដាញគ្រប់គ្រងទូទាំងប្រទេសបានពង្រីកដល់5ខេត្តហើយអ្នកខំប្រឹងណាស់រងចាំឲ្យរយៈពេលនេះចាប់សិនពួកយើងនឹងសម្រាប់បានសប្បាយតើមានរឿងអ្វីសំខាន់ជាងពិធីភ្ជាប់ពាក្យទៀតបងហៃសេងទីតាំងនិងមុខម្ហូបសម្រាប់ពិធីភ្ជាប់ពាក្យបានរៀបចំរួចហើយអ្នកភូមិនេសាទទាំងអស់កំពុងរងចាំអ្វីរៀបចំរួចជាស្រេចមិនត្រឹមតែអ្នកភូមិប៉ុណ្ណោះទេដៃគូអាជីវកម្មពីទីរួមខេត្តក៏បានផ្ញើអំណោយអបអរសាទរជាមុនដែរពួកគេថានឹងមកចូលរួមនៅថ្ងៃនោះជាមិនខានខ្ញុំបានរៀបចំទាំងអស់ហើយការបានជួបអ្នកគឺជាសំណាងធំបំផុតក្នុងជីវិតរបស់ខ្ញុំបងស្រីថ្ងៃនេះស្អាតណាស់សូមឲ្យខ្ញុំហៅថាបងប្រុសនិងបងស្រីខ្ញុំសូមលើកកៅជូនពរសូមឲ្យអ្នកទាំងពីរស្រឡាញ់គ្នាជារៀងរហូតឆាប់មានកូនដ៏គួរឲ្យស្រឡាញ់អរគុណតាជួងអរគុណបងតាជួងលោកស្រីជាងសូមអបអរសាទរសូមជូនពរឲ្យស្រឡាញ់គ្នារហូតដល់ចាស់សង្ឃឹមថាការសហការរបស់យើងនាពេលអនាគតនឹងទទួលបានការគាំទ្រពីអ្នកទាំងពីរកុំអីទេសូមឲ្យយើងរកស៊ីមានបានជាមួយគ្នាអរគុណអ្នកទាំងអស់គ្នាដែលបានមកចូលរួមពិធីភ្ជាប់ពាក្យរបស់ពួកយើងខ្ញុំនិងស្យូហាននឹងថែរក្សាគ្នាទៅវិញទៅមកខិតខំមកសាងទាំងគ្រួសារនិងអាជីពរបស់យើងពីមុនខ្ញុំតែងគិតថាគេមិនសមនឹងខ្ញុំទេគិតថានៅជាមួយគេទៅមួយជីវិតក៏គ្មានអនាគតឪពុកពិតជាងងមែនបើការនោះមិនកាត់ប្រាក់ចំណេញរបស់គេមិនបង្ខំឲ្យអ្នកទាំងពីរបែកគ្នាហើយអ្វីឪពុកក៏ងឹតភ្នែកម្លេះបោះបង់មនុស្សដែលស្រឡាញ់ខ្ញុំពិតប្រាកដទៅតាមជនបោកប្រាស់បែបនោះចុងក្រោយទទួលបានលទ្ធផលបែបនេះគឺជាកម្មរបស់ខ្លួនឯងយើងជាអ្នកបង្កវាដោយខ្លួនឯងឥឡូវនេះសូមអញ្ជើញគូដណ្ដឹងទាំងពីរផ្លាស់ប្ដូរចិញ្ចៀនភ្ជាប់ពាក្យដើម្បីបញ្ចប់ពិធីភ្ជាប់ពាក្យជាផ្លូវការ
សំឡេងអ្វីបានជាខ្លាំងម្ល៉េះស្ដាប់ទៅដូចជាសំឡេងរថយន្តស្ពណ៌ជាច្រើនគ្រឿងព្រះអើយមើលទៅអស្ចារ្យណាស់រថយន្តប្រណីតច្រើនម្ល៉េះមិនដឹងជាអ្នកមានអំណាចណាមកទេតើជាសាច់ញាតិជាន់ខ្ពស់របស់គ្រួសារជាងឬឮថាគ្រួសារជាងមានឥទ្ធិពលខ្លាំងនៅទីរួមខេត្តត្រូវហើយឪពុកម្ដាយរបស់ជាងស្យូជីងបានមកដល់រួចហើយមិនឮថាមានសាច់ញាតិណាផ្សេងទៀតមកទេខ្ញុំក៏មិនដឹងថាមានអ្នកណាមកដែរមិនថាជាអ្នកណាក៏ដោយចាំមើលសិនកូនស្រីរបស់គ្រួសារជាងមិនអាចរៀបការជាមួយមនុស្សដែលមិនដឹងប្រវត្តិបានទេពូទី3អាពាហ៍ពិពាហ៍របស់ខ្ញុំសម្រេចដោយខ្លួនឯងមិនចាំបាច់ឲ្យពូចូលជ្រៀតជ្រែកទេអ្នកជាកូនស្រីគ្រួសារជាងអាពាហ៍ពិពាហ៍របស់អ្នកតាក់ទងដល់ផលប្រយោជន៍របស់គ្រួសារទាំងមូលមិនអាចធ្វើតាមចិត្តបានទេអ្នកនេសាទម្នាក់ក៏សមនឹងរៀបការជាមួយកូនស្រីគ្រួសារជាងដែរលោកម្ចាស់ខ្ញុំមិនខ្វល់ថាលោកជានរណាទេក៏មិនខ្វល់ថាលោកមានបំណងអ្វីដែរប៉ុន្តែស្យូជីងគឺជាមនុស្សដែលខ្ញុំនឹងរៀបការគ្មានអ្នកណាអាចរារាំងបានឡើយក្មេងម្នាក់ប៉ុន្តែនិយាយធំណាស់នៅជាងហៃគ្មានរឿងណាដែលខ្ញុំចិញ្ចឹមថាធ្វើមិនបានទេពូទី3ហេតុអ្វីពូចូលមកជ្រៀតជ្រែករឿងរបស់ខ្ញុំឪពុកអ្នកជាអ្នកខ្ញុំមកគាត់និយាយថាកូនស្រីគ្រួសារជាងអាពាហ៍ពិពាហ៍ត្រូវតែបម្រើផលប្រយោជន៍គ្រួសារមិនមែនឲ្យអ្នកសម្រេចតាមចិត្តទេហេតុអ្វីបងប្រុសខ្ញុំមិនអាចរៀបការជាមួយបងស្រីស្យូជីងខ្ញុំចាប់ដើមពីដាច់ទេបង្កើតអាជីវកម្មធំដោយសមត្ថភាពខ្លួនឯងល្អជាងកូនអ្នកមានតែពឹងគ្រួសាររយដងត្រូវហើយបងហៃសេងការមុនជីទុកចាស់មួយចូលសមុទ្រចើររាប់មិនអស់ប្រឈមមុខនឹងសេចក្តីស្លាប់ទើបមានក្រុមហ៊ុនសមុទ្រចើរដើម្បីមើលងាយអ្នកនេសាទគ្មានដឹងអ្វីអាពាហ៍ពិពាហ៍ពាណិជ្ជកម្មមិនមែនជារឿងស្នេហាទេខ្ញុំបាននាំសារមកហើយបើថ្ងៃនេះអ្នកមិនតាមខ្ញុំត្រឡប់ទៅវិញអ្នកដឹងទេថាឪពុកអ្នកអាចធ្វើរឿងអ្វីខ្លះពូទី3សូមប្រាប់ឪពុកខ្ញុំផងបរិសុទ្ធដែលខ្ញុំជាងស្យូជីងស្រឡាញ់ល្អជាងមនុស្សដែលគាត់ជ្រើសរើស100 ដង10000ដងមិនថាគាត់គ្រប់គ្រងឬប្រឆាំងក៏ដោយខ្ញុំនឹងរៀបការជាមួយលូហៃសេងជាដាច់ខាតល្អកុំឲ្យស្ដាយក្រោយតោះទៅបងប្រុសបងស្រីសៀវយូមិនអីទេកុំបារម្ភមានខ្ញុំនៅខ្ញុំមិនបារម្ភទេចាប់តាំងពីថ្ងៃដែលខ្ញុំសម្រេចដើរជាមួយអ្នកខ្ញុំបានត្រៀមខ្លួនប្រឈមមុខនឹងអ្វីគ្រប់យ៉ាងរួចហើយមិនថាឪពុកខ្ញុំនឹងធ្វើអ្វីនៅពេលក្រោយមិនថានៅមានបញ្ហាប៉ុន្មានកំពុងរងចាំពួកយើងខ្ញុំនឹងមិនលែងដៃអ្នកឡើយ